នេះគឺជាដៃគូយើង Chintan Toys មិនថាជា anime figure anime accessory ឬក៏ t-shirt អីផ្សេងទេនៅ Chintan Toys គឺមានអវ៉ាន់ច្រើនមែនតើហើយបើសិនជាចង់កម្មង់ online អ្នកទាំងអស់គ្នាអាចចូលទៅ Facebook page របស់ Chintan Toys បាន link សម្រាប់ទៅកាន់ Chintan Toys ខ្ញុំនឹងដាក់នៅខាងក្រោម description សួស្តីទាំងអស់គ្នាខ្ញុំបាទ Kogami អញ្ចឹងវីដេអូមួយនេះគឺជាវីដេអូពិសេសមួយដែលខ្ញុំនឹង recap Jujutsu Kaisen Season 2ឡើងមកវិញទាំងអស់ចំពោះអ្នកដែលមិនទាន់បានមើល Season 1អាចចូលនៅ link ខាងក្រោមនេះបានហើយបើសិនជាអ្នកទាំងអស់គ្នាចង់មើលវីដេអូខ្ញុំពេញមិនមានការខាតអីញ៉ៃញ៉ៃនិងវីដេអូដែលមិនមានផងនៅលើ YouTube ឬ Facebook អាចចូលនៅ Telegram Channel ខ្ញុំបានខ្ញុំនឹងដាក់ link នៅខាងក្រោមនេះតោះចង់យើងចាប់ផ្ដើមតាមពាក្យជាចាំរាមផ្ទះបោះបង់ចោលបែបអឺរ៉ុបនេះមានសកម្មភាពវិញ្ញាណប្លែកៗមីនិងអូតាហ៊ីមេទទួល mission មកកម្ចាប់ Curse Spirit នៅទីនេះអ្នកទាំងពីរនៅពេលនេះគឺនៅក្មេងទេមីគឺជា Jutsushi Grade 1អូតាហ៊ីមេគឺ Grade 2ពេលចូលមកក្នុងផ្ទះនេះពួកគេដើរបែកផ្លូវគ្នាមីឆែកជាន់ទី1មុននេះបានដើរតាម hallway ជាន់ទី1ក៏មកដល់ទីនេះនៅពេលនេះទើបពួកគេប្រទះឃើញថា hallway មួយនេះគឺមានបញ្ហា hallway នេះដើរមិនចេះចប់ពួកគេដើរអស់30នាទីជាងនៅតែមិនអាចចេញពីទីនេះបានទៀតនៅតាមផ្លូវពួកគេបានឃើញរូបសញ្ញាមួយជាច្រើនដងហើយពេលដែលដើរកាត់រូបសញ្ញានោះលើកណាជំហានដែលដើរសរុបគឺខុសពីគ្នារហូតពួកគេក៏សន្និដ្ឋានថា hallway នេះគឺជា barrier របស់ Curse Spirit តែ barrier នេះមិនមែនបង្វិលជារាងរង្វង់មូលទេគឺវាតភ្ជាប់គ្នាជាថ្នាក់ដោយដកពីថ្នាក់ខាងក្រោយទៅផ្គុំនៅថ្នាក់ខាងមុខវិញអញ្ចឹងហើយបើអ្នកទាំងពីររត់ផ្ទុយទិសដៅគ្នានោះ barrier នេះនឹងត្រូវបានបំបែកបន្ទាប់មកមីនិងអូតាហ៊ីមេក៏ចាប់ផ្ដើមរត់ផ្ទុយគ្នាភ្លាម hallway ពីក្រោយខ្នងអូតាហ៊ីមេក៏ចាប់ផ្ដើមមានការបត់បែនតែភ្លាមនោះផ្ទះទាំងមូលស្រាប់តែត្រូវស្រូបឡើងទៅលើជោបានសម្រេចចិត្តយូរមកហើយបើសិនជាខ្លួនប្រាណថ្មីរីកូពេលនោះមិនយល់ព្រមនឹងការរួបរวมនេះទោះបីជាត្រូវប្រកាសសង្គ្រាមនឹង Tengen Sama ក៏ដោយពួកគេនឹងការពាររីកូចាក់ចេញពីទីនេះជាដាច់ខាតリコちゃんがどんな選択をしようと君の未来は私たちが保証するនៅពេលនោះរីកូក៏បាននឹកទៅដល់អតីតកាលរបស់នាងប៉ាម៉ាក់របស់នាងបានបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍ហើយតាំងពីតូចមកនាងពិតជាឯកោខ្លាំងណាស់រីកូធ្លាប់គិតថាទោះបីជារួបរวมនឹង Tengen Sama ក៏មិនអីដែរតែមកដល់បច្ចុប្បន្ននេះរីកូបែរជានឹកទៅដល់ខូរុយហ្គោជូនិងកេតូទៅវិញជាចុងក្រោយរីកូក៏បានធ្វើការសម្រេចចិត្ត帰ろうリコちゃんតែស្មានមិនដល់រឿងអកុសលកើតឡើងថូជីមកដល់បាញ់មួយគ្រាប់សម្លាប់រីកូហើយនៅប្រាប់ថាហ្គោជូបានស្លាប់ទៀតភ្លាមនូហ្គេតូទម្លាក់ទឹកមុខ Series ភ្លាមហើយជប់ Curse Spirit 2ចេញមកចប់ហ្គោជូបានប្រើ Purple យកឈ្នះថូជីការពិតថូជីក៏និយាយចេញនៅពាក្យមួយម៉ាត់ដូចនឹងថូជីដែរក្រោយមកហ្គេតូបានជួបនឹងហៃបារ៉ាស្រឡាញ់ការងារ Jujutsu Shi នេះណាស់ពេលកំពុងនេះគឺជា Special Grade Jujutsu Shi ដូចនឹង Gojo និង Geto ដែរហើយម្នាក់នេះក៏ជាគ្រូបង្រៀនរបស់ Todo ដែរបច្ចុប្បន្ននេះ Yuki Gojo និង Geto គឺសុទ្ធតែជា Special Grade Jujutsu Shi Yuki ភាគច្រើនគឺនៅបរទេសដើរលេងមិនទទួល mission ទេព្រោះនាងគិតថា mission ទៅកម្ចាត់ Curse Spirit ទាំងអស់នេះគឺហាក់បីដូចជាការព្យាបាលរោគសញ្ញាទេគោលដៅរបស់នាងគឺចង់លុបបំបាត់រោគសញ្ញានេះតែម្ដង Yuki ចង់បង្កើតពិភពលោកមួយដែលគ្មានកំណើតរបស់ Curse Spirit គឺការមានពី Curse Energy ដែលលេចចេញមកពីក្នុងខ្លួនមនុស្សហើយបណ្ដុំចេញទៅជារូបរាងមួយវិធីសាស្ត្របញ្ឈប់កំណើត Curse Spirit របស់ Yuki គឺមាន2ទី1គឺឲ្យមនុស្សលោកបាត់បង់ Curse Energy តែស្ថានភាព Curse Energy Zero នេះគឺធ្លាប់កើតមានឡើងតែនៅលើខ្លួនថូជីតែម្នាក់ប៉ុណ្ណោះ Yuki ធ្លាប់ចង់ពិសោធន៍ខ្លួនថូជីដែរតែត្រូវបានបដិសេធហើយពេលនេះថូជីបានស្លាប់ទៅទៀត Yuki ក៏គ្មានមធ្យោបាយស្រពេចស្រពិលនៃផ្លូវជីវិតរបស់ខ្លួន Yuki ថាផ្លូវដើរមួយនេះគឺត្រូវការឲ្យ Geto ទៅជ្រើសយកដោយខ្លួនឯងមុនពេលលានឹងគ្នា Yuki នៅប្រាប់ថាភាពរបស់ Tengen Sama ពេលនេះគឺនឹងណូវិញហើយនេះក៏ធ្វើឲ្យការស្លាប់របស់ Riko គឺកាន់តែអាសាបង់ជាងមុនទៀតក្រោយមក Curse Spirit Grade 1 ថ្មីបានលេចខ្លួនចេញមកហើយបារ៉ាបានបាត់បង់ជីវិតនៅក្នុង mission ការពលីរបស់សិស្សប្អូនបានធ្វើឲ្យចិត្តរបស់ Geto កម្រើកទៅមុខមួយជំហានទៀត Geto កាន់តែគិតថាមនុស្សលោកមិនគួរទទួលបានការការពារឡើយបន្ទាប់មក Geto ចេញទៅបំពេញ mission តែម្នាក់ឯងទៀតហើយបានឃើញអ្នកភូមិមួយក្រុមមកបង្កើតនឹងធ្វើបាបក្មេងស្រីតូច2នាក់ដែលមាន Curse Energy អ្នកភូមិបានចាត់ទុកក្មេងតូចទាំងពីរនេះគឺជាបិសាចហើយស្នើសុំឲ្យសម្លាប់ពួកគេចោលចុងបញ្ចប់ Geto ទ្រាំលែងបានទៀតហើយនៅយប់នោះ
កែតូបានសម្លាប់អ្នកភូមិចំនួន114នាក់ហើយនាំក្មេងស្រីទាំងពីរនេះចាក់ចេញទៅឮរឿងនេះហើយកូជូពិបាកជឿយ៉ាងខ្លាំងប្រញាប់ចង់ទៅរកកែតូសួរពីមូលហេតុភ្លាមហើយនៅថ្ងៃមួយកែតូបានចេញមកជួបសូកូនៅស៊ីនជូគូកែតូបានទទួលស្គាល់ទុយតាក់ទងទៅអ៊ីថាដូរីបន្តិចណូបារ៉ាក៏យល់ន័យភ្លាមつまりそういうことね。はいそういうことです。 ដែលបែបនេះណូបារ៉ាក៏បានសម្រេចចិត្តជួយយូកូតាមស្រឡាញ់អ៊ីថាដូរីនាងបានហៅមេកូមីមកឲ្យមេកូមីជួយបញ្ជាក់បន្តិចថាអ៊ីថាដូរីមានមិត្តស្រីឬនៅមេកូមីជឿថាអ៊ីថាដូរីមិនទាន់មានមិត្តស្រីទេហើយអ៊ីថាដូរីប្រហែលជាស្រឡាញ់មនុស្សស្រីដែលមានកម្ពស់ខ្ពស់ណូបារ៉ាប្រញាប់ទៅហៅអ៊ីថាដូរីចេញមកភ្លាមស្មានមិនដល់មិត្តរួមថ្នាក់ពីមុនដែលបានប្រែរូបរាងដល់ថ្នាក់នេះហើយអ៊ីថាដូរីមើលតែមួយក្រឡេកគឺស្គាល់ថាជាយូកូភ្លាមអ្នកទាំងពីរក៏បានទៅដេតដើរលេងជាមួយគ្នាការពិតពីមុនយូកូគឺធាត់ខ្លាំងណាស់នាងមិនមានទំនុកចិត្តលើខ្លួនឯងទេតែថ្ងៃមួយនាងបានលួចស្ដាប់ពួកប្រុសនិយាយគ្នាអ៊ីថាដូរីថាខ្លួនឯងមិនទាន់មានស្រីដែលខ្លួនស្រឡាញ់ទេតែបើសិនជាត្រូវរើសនោះអ៊ីថាដូរីនឹងជ្រើសយកយូកូដោយសារតែពាក្យមួយម៉ាត់នេះទើបធ្វើឲ្យយូកូស្រឡាញ់អ៊ីថាដូរីអ្នកទាំងពីរបានឆ្លងកាត់ពេលវេលា Golden Hours ដ៏កក់ក្ដៅជាមួយគ្នាបន្ទាប់មកក៏បានលានឹងគ្នាមកដល់ថ្ងៃទី20ខែ10ឆ្នាំ2018អូតាហ៊ីមេបានកោះហៅអ្នកទាំង3មកជួបនាងបានឲ្យពួកគេទៅចាប់រនុកក្នុងនៅក្នុងជូជូតស៊ូហើយការពិតព្រឹត្តិការណ៍មុនដែលហាណាមីបានទម្លុះចូលក្នុងបរិវេណសាលាបាននោះគឺមកពីមានជំនួយពីរនុកក្នុងគឺមាន2នាក់ហើយមានម្នាក់គឺអាចឆ្លើយឆ្លងជាមួយនឹងជូជូតស៊ូស៊ីពីចម្ងាយទៀតរីឯមួយរូបទៀតគឺជាថ្នាក់ជាន់ខ្ពស់របស់ពិភពជូជូតស៊ូអញ្ចឹងអូតាហ៊ីមេគឺគ្មានមធ្យោបាយទេអញ្ចឹងហើយភារកិច្ចរបស់ពួកគេនៅថ្ងៃនេះគឺទៅចាប់រនុកក្នុងម្នាក់ទៀតដែលរ៉ាប់រងក្នុងការរាយការណ៍ទៅថ្នាក់លើនោះហើយម្នាក់នោះមានឈ្មោះថា内通者はメカ丸。ああいたいた。ស្មានមិនដល់រនុកក្នុងគឺជាម្ចាស់ខ្លួនតែម៉ាហ៊ីតូភ្លាមみんなに領域展開自閉言動化ស្មានមិនដល់ Mahito បានបើក Domain Expansion នៅក្នុង Domain នេះ Curse Technique របស់ Mahito គឺមានប្រសិទ្ធភាព 100% ដោយមិនចាំបាច់ឆ្លងកាត់ការប៉ះពាល់នឹងសត្រូវទេ Mahito អាចប្រើ Curse Technique Idol Transfiguration ការច្នៃខ្លួនប្រាណសត្រូវបានតែម្ដងឃើញមនុស្សយន្តធំនេះដួលនឹងដីមិនងើបនោះ Mahito ស្មានតែឈ្នះហើយតែភ្លាមនោះស្មានមិនដល់ Ultimate Mechamaru បានងើបឡើងចាក់ទម្លុះខ្លួន Mahito តែម្ដង新影流簡易領域ការប៉ັດមូតាបានរងជាប់នៅ domain របស់ Mahito ហើយទាំងអស់នេះគឺមកពីអាវុធសម្ងាត់របស់មូតាបំពង់ទាំង4ដើមនេះបានច្រកនៅ Curse Technique សម្ងាត់មួយបំពង់ទី1បានបាញ់មកចូលកំទេចដៃ Mahito បំពង់ទី2បានបើកដៃខួងចាក់ទម្លុះ Mahito បំពង់ទី3បានការពារបន្ទប់ Pilot មិនឲ្យ domain របស់ Mahito គឺ New Shadow Style Simple Domain ក្បាច់នេះអាចឲ្យជនទន់ខ្សោយការពារខ្លួនឯងនៅក្នុង domain របស់ Curse Spirit និង Curse User ហើយចំណុចពិសេសរបស់ Simple Domain គឺអាចប្រឆាំងនឹង Curse Technique ទាំងឡាយបើតាមធម្មតា Mahito គឺអាចប្រើ Curse Technique មកទប់ទល់នឹងការវាយប្រហារទាំងឡាយនៅក្នុងការប្រយុទ្ធ Mahito បានប្រើ Curse Technique រក្សាទម្រង់ព្រលឹងមិនឲ្យប្រែប្រួលតែ attack ដែលភ្ជាប់នៅ Simple Domain វាយត្រូវ Mahito គឺបានបន្សាប Curse Technique របស់ Mahito នេះក៏អាចធ្វើឲ្យការវាយប្រហារនោះវាយចូលទៅដល់ព្រលឹងរបស់ Mahito បានសម្រេចពេលនេះ Mahito រងរបួសយ៉ាងធ្ងន់ហើយខ្លួនប្រាណក៏ចាប់ផ្ដើមរីកផ្ទុះឡើងសូម្បីតែ Domain Expansion ក៏បានរលាយបាត់ទៅជាមួយដែរឃើញដូច្នេះមូតាត្រេកអរយ៉ាងខ្លាំងពេលនេះនៅសល់ Simple Domain មួយបំពង់ទៀតអាចទប់ទល់នឹង Geto បានមូតាពិតជាចង់ទៅជួបនឹងមិត្តសម្លាញ់ទាំងអស់គ្នាយ៉ាងខ្លាំងតែរឿងអកុសលបានកើតឡើង Mahito ស្រាប់តែទម្លុះចូលមកក្នុងបន្ទប់ Pilot លួចឆ្មក់ពីក្រោយねえメカ丸、今度お見舞いに行っていい？私はメカ丸とももっと仲良くなりたい。だからいつか会いに行くからね。
ខ្លួនឯងហើយបិទ domain expansion ចោលនេះក៏ធ្វើឲ្យមូតាគិតថាខ្លួនឯងបានឈ្នះហើយរួចក៏ទម្លាក់ការប្រុងប្រយ័ត្នហើយឆ្លៀតឱកាសនេះទើប Mahito អាចលួចឆ្មក់សម្លាប់មូតាបានហើយការប្រយុទ្ធដ៏រន្ធត់មួយនេះក៏បានមកដល់ទីបញ្ចប់នៅរយៈពេល10ថ្ងៃក្រោយពេលវេលាក៏បានមកដល់ថ្ងៃទី31ខែ10ឆ្នាំ2018 Shibuya Incident ចាប់ផ្ដើមជាផ្លូវការនៅម៉ោង7ល្ងាចឆ្លងផុតបន្តិច Curtain ដែលមានទំហំប្រហែលជាង400ម៉ែត្របានគ្របដណ្ដប់បរិវេណ Shibuya Station Curtain មួយនេះបានឃុំឃាំងមនុស្សធម្មតានៅខាងក្នុងតែ Jujutsushi និងអ្នកជំនួយការគឺអាចឆ្លងកាត់ចូល Curtain នេះបានហើយនៅក្នុង Curtain នេះបានបិទបាំងសេវាទាំងអស់គ្មានមធ្យោបាយតាក់ទងគ្នាទេការពិតទៅ Curtain មួយនេះគឺបានបង្កើតឡើងដោយ Geto คล้ายៗនិង Curse Spirit ដទៃទៀតហើយមនុស្សជាច្រើនត្រូវបានស្រូបចុះទៅខាងក្រោម Station នៅក្នុង Curtain នោះនៅបានប្រកាសលក្ខខណ្ឌទៀតសំណូមពរឲ្យ Satoru Gojo ចូលមកទីនេះភ្លាម Curtain នេះបើពឹងលើកម្លាំងបាយគឺពិបាកបំបែកណាស់គឺមានតែស្វែងរកវត្ថុ Curse និងមនុស្សដែលបង្កើត Curtain នេះទេទើបអាចបំបែកវាបានលឿនលើដំណឹងនេះហើយថ្នាក់លើ Jujutsu ក៏បានធ្វើការសម្រេចចិត្តធ្វើតាមសំណូមពរសត្រូវបញ្ជូន Gojo ចូលទៅក្នុង Curtain នេះឲ្យដោះស្រាយគ្រោះថ្នាក់នៅ Shibuya នេះនៅគ្រានេះ Jujutsushi ត្រូវបានបែងចែកជាច្រើនធីមនៅក្នុងនោះមានធីម Nanami ដែលមាន Megumi Fushiguro Takuma Ino និង Kento Nanami ធីម Zenin មាន Special Grade 1 Nobito Zenin ដែលជា Head of the Zenin Clan Maki Zenin និង Nobara Kugisaki ធីម Kusakabe មាន Grade 1 Atsuya Kusakabe និង Panda ស្របពេលនោះមនុស្សដែលជាប់នៅក្នុង Curtain មិនអាចចាក់ចេញបាននោះក៏ឆាវឡោស្រែកហៅឲ្យម្នាក់ឈ្មោះ Satoru Gojo នោះទីបំផុតនៅវេលាម៉ោង 8:31 នាទីGojo ប្រទះឃើញថានៅខាងក្រោម Station ជាន់ទី B1 សុទ្ធតែមនុស្សកកកុញហើយនៅទីនេះនៅមាន Curtain មួយជាន់ទៀតដែលដូចនឹង Curtain នៅខាងក្រៅនោះដែរគឺបិទបាំងមិនឲ្យមនុស្សចេញក្រៅបន្ទាប់មក Gojo ចុះដើរលើស្មារបស់វងមនុស្សហើយហោះទៅលើអាកាសសម្លឹងមើលទៅទីធ្លាទំនេរនៅខាងក្រោមនេះ Gojo ក៏បានយល់ពីផែនការរបស់សត្រូវងាកទៅម្ខាងទៀត Itadori នៅក្នុងធីមជាមួយនឹងមេមេនិងប្អូនប្រុសអ៊ុយអ៊ុយពេលនោះមេមេទទួលបានសារនៅ Meiji Jinkumai Station ត្រូវបានដាក់ Curtain ដូចនឹង Shibuya មួយដែរអ្នកទាំង3ត្រូវចាត់ចែងទៅ Station នោះដើម្បីស៊ើបអង្កេតស្របពេលនោះ Jogo Hanami និង Choso ក៏បានលេចចេញមកមុខ Gojo Itadori និងមេមេបានមកដល់ Station មួយនោះនៅទីនេះមាន Assistant 2នាក់បានរងរបួសហើយនៅជាន់ក្រោមដីនៅចន្លោះ Curtain ទាំងពីរគឺមានមនុស្សដែលត្រូវ Mahito កែច្នៃទៀតឬបែបនេះ Itadori បញ្ចេញទឹកមុខ serious ភ្លាមបន្ទាប់មកមេមេបានប្រើ technique Blackbird Manipulation បញ្ចេញក្អែកទៅស៊ើបអង្កេតសត្វក្អែកទាំងអស់អាច share vision ជាមួយនឹងមេមេតែមួយផ្លែតសត្វក្អែកពីរត្រូវបានគេសម្លាប់មេមេក៏សន្មត់ដឹងពីទីកន្លែងរបស់សត្រូវបច្ចុប្បន្ននេះនៅខាងក្នុង Station ត្រូវបានដាក់ Curtain 2ជាន់ Curtain មួយគឺនៅស្រទាប់ខាងក្រៅឃុំមនុស្សជាប់ Curtain មួយទៀតគឺនៅស្រទាប់ខាងក្នុងហាមឃាត់មិនឲ្យ Jujutsushi ចូលហើយមនុស្សរលូនទៀតវាចង់ទាញកម្លាតវាយ close range នឹង Itadori តែ Itadori ជ្រើសដកថយតែមើលពីល្បិចរបស់សត្រូវសិនតែមើលទៅវាដូចមិនមានក្បាច់អ្វីសោះItadori ក៏បញ្ចេញសមត្ថភាពមកយ៉ាងខ្លាំងវាយដល់វាតដៃមិនរួចទេតែសត្វកណ្ដូបវានៅតែគិតថាវាឆ្លាតជាង Itadori ព្រោះពោះរបស់វាគឺមានមជ្ឈុលពឹសចុងក្រោយ Itadori សម្លាប់សត្វកណ្ដូបនេះយ៉ាងងាយស្រួលនិងបានកំទេចមជ្ឈុលមួយនោះបំបែក Curtain មួយនៅ Station នេះបន្ទាប់មកអ្នកទាំងពីរត្រឡប់មកជុំគ្នាវិញហើយចេញដំណើរទៅដល់ជាន់ទី B5 តែបែរជាឃើញមនុស្សស្រីម្នាក់ហើយនាងបានថាមនុស្សនៅក្នុងរថភ្លើងបានប្រែទៅជាបិសាចទាំងអស់នៅម្ខាងទៀតវិញ Gojo ទប់ទល់នឹងសត្រូវខ្លាំង3នាក់ Hanami បានប្រើឫសឈើបិទច្រកចេញទាំងអស់តែ Gojo ថាមិនចាំបាច់ហត់ទេព្រោះ Gojo មិនមានបំណងរត់គេចឡើយ Jogo បាននឹកទៅដល់គម្រោងរបស់ពួកគេ Geto คล้ายថា Gojo ខ្លាំងជាងគេបំផុតគឺនៅពេលដែលនៅម្នាក់ឯងព្រោះមនុស្សនៅជុំវិញ Gojo ទាំងអស់គឺសុទ្ធតែជាបន្ទុកបើសិននៅជុំវិញ Gojo មានមនុស្សសាមញ្ញអញ្ចឹង Gojo មិនហ៊ានប្រើ Jujutsu technique នោះទេព្រោះអីមនុស្សសាមញ្ញទាំងនោះអាចនឹងត្រូវ technique នេះសម្រាប់ដោយជាមួយដែរគ្រានោះអ្នកទាំង3ក៏ចាប់ផ្ដើមផែនការ領域展
Gojo ឃើញថាពួកវាបានប្រើ domain amplification វាអាចបន្សាប Jujutsu technique និង domain ផ្សេងបានអញ្ចឹងហើយ Hanami និង Chogo អាចប្រើក្បាច់នេះរុំនៅលើដៃមកវាយ Chogo បានហើយក្បាច់នេះដែរគឺអាចបង្កើនការការពារទៀតម្យ៉ាងទៀត Gojo ក៏មិនហ៊ានបើក domain expansion ដែរឲ្យតែហ៊ានបើក domain expansion domain នោះនឹងរុញមនុស្សនៅជុំវិញនេះទៅខ្ទប់នឹង curtain គៀបពួកគេរហូតដល់ស្លាប់ហើយ Chogo ក៏មិនអាចបើក domain ដូចគ្នាព្រោះបើ Chogo បើក domain ហើយទាញមនុស្សចូលទៅក្នុងនោះច្រើនពេក Gojo អាចនឹងបោះបង់ការសង្គ្រោះមនុស្សហើយបើក domain មកវិញអញ្ចឹងហើយ Chogo នៅពេលនេះគឺត្រូវតែធ្វើឲ្យ Gojo focus វាយជាមួយវាផងហើយនៅ focus លើការសង្គ្រោះមនុស្សថែមទៀតពេលនោះ Chogo សម្រាប់មនុស្សនៅជុំវិញនេះឌឺដង Gojo 正直驚いたよこの程度で僕に勝てると思ってる脳みそに驚いたって言ってんだよ最低でも20分は欲しい私と獄門教の出番だGojo បានទាយដឹងពីគម្រោងរបស់ពួកគេមិនចង់ឲ្យប្រើប្រាស់ domain ទៅហើយតែ Gojo មិនបារម្ភអ្វីទាល់តែសោះហើយនៅប្រកាសថានឹងសម្លាប់ Hanami មុនគេទៀត Gojo បានដើរមកដល់កណ្ដាលពួកគេមួយរំពេចទាញដាច់ដៃ Chogo តែម្ដង Hanami ឃើញ Gojo ដេញតាម Chogo មិនប្រឡែងក៏គិតថាពាក្យសម្ដីមុននេះគឺគ្រាន់តែបញ្ឆោតទេហើយ Hanami ប្រទះឃើញ Gojo បានបិទក្បាច់ limitless តើពេលនេះ Gojo សម្រេចចិត្តពឹងតែលើកម្លាំង curse energy មកសម្លាប់មែនទេ Hanami គិតគូរសំណួរទាំងអស់នេះក៏បានសម្រេចចិត្តបិទ domain amplification ហើយប្រើ Jujutsu technique វាយទៅ Gojo តែមួយរំពេចក្រោយ Gojo ស្ទុះមកទាញភ្នែក Hanami ចេញតែម្ដងហើយគ្រាន់តែបិទ domain amplification ដែលការពារខ្លួនមួយផ្លែតនោះ Hanami បានរងរបួសធ្ងន់ភ្លាមហើយChosoវិញចាំតែលួចឆ្មក់ពីចម្ងាយរញ៉េរញ៉ៃមិនស្ទើរទេតែ Gojo មិនទាន់ខ្វល់ទេ focus ទប់ទល់លើពីរអ្នកនេះសិន次តែស្មានមិនដល់តែមួយផ្លែតនោះ Hanami ត្រូវ Gojo បំបែកសាកសពបាត់ទៅហើយឃើញទស្សនភាពនេះធ្វើឲ្យ Chogo ភ័យបាសក្រញ៉ាំ Choso ប្រើក្បាច់ Blood Manipulation បាញ់ទម្លុះតាមមនុស្សទៅ Gojo ហើយមនុស្សជុំវិញនេះដែលមើលមិនឃើញ Curse Spirit ក៏ចាប់ផ្ដើមកិច្ចចេញពី Gojo ការពិតគំនិតរបស់ Gojo គឺស្របពេលដែលមនុស្សត្រូវបានស្លាប់ទៅម្ដងបន្តិចនោះទីធ្លានឹងកាន់តែទូលាយទៅហើយ Gojo ក៏អាចមាន space វាយមកអស់ដៃដូចគ្នាហេតុតែ Gojo គិតអញ្ចឹងព្រោះ Gojo ដឹងថាខ្លួនឯងគ្មានមធ្យោបាយសង្គ្រោះមនុស្សលោកទាំងអស់ទេហើយបានត្រឹមតែសន្យាថានឹងសម្លាប់ Curse Spirit ជាដាច់ខាតហើយមកដល់ពេលនេះ Chogo បានបង្អស់ពេលលើសពី20នាទីទៅហើយហេតុអ្វី Geto នៅមិនទាន់ឃើញចេញមកទៀតអញ្ចឹងនៅ station ម្ខាងទៀតមនុស្សស្រីដែល Itadori ឃើញបានប្រែទៅជាបិសាចហើយស្របពេលនោះរថភ្លើងមួយបានមកដល់ Shibuya Station មនុស្សទាំងអស់ក៏បានប្រញាប់ត្រៀមនឹងឡើងរថភ្លើងតែស្មានមិនដល់ Mahito បានបញ្ជូនរថភ្លើងពេញដោយមនុស្សកែច្នៃចេញមកនេះហើយគឺជាស្នាដៃដែល Mahito នៅ station ម្ខាងទៀតបានប្រព្រឹត្តឡើងពួកមនុស្សកែច្នៃមកដល់ក៏ចាប់ផ្ដើមសម្លាប់ភ្លាមទស្សនភាពនេះធ្វើឲ្យ Gojo មិនយល់ទាល់តែសោះពេលនោះ Mahito ឆ្លៀតពេលលួចឆ្មក់ Gojo ទៀតហើយស្របពេលនោះមនុស្សជាច្រើននៅខាងលើត្រូវបានគេទម្លាក់ចុះមកនេះក៏បានបន្ថែមមនុស្សចុះមកដល់ជាន់នេះកាន់តែច្រើនទៀតធ្វើឲ្យ Gojo កាន់តែពិបាកវាយទៀតការសម្លាប់ចាប់ផ្ដើមការពិតពួក Curse Spirit គិតថា Gojo អាចនឹងពាក់លីមនុស្សដល់កម្រិតមួយមកធានាសម្រាប់ Curse Spirit ឲ្យបានតែពេលនេះការពាក់លីនេះកាន់តែទប់លែងជាប់ហើយបើសិនមកអស់ពេលកាន់តែយូរទៀតអ្នកស្លាប់នឹងកាន់តែច្រើន Gojo មានតែបើក Domain Expansion ទើបអាចសម្លាប់មនុស្សកែច្នៃនៅជាន់នេះឲ្យកាន់តែលឿនតែបើហ៊ានបើក Domain មនុស្សសាមញ្ញនៅទីនេះនឹងត្រូវគៀបស្លាប់នេះខុសពីអ្វីដែល Gojo ចង់ពាក់លីព្រោះមនុស្សទាំងនេះមិនមែនត្រូវ Curse Spirit សម្លាប់ទេគឺត្រូវ Gojo ជាអ្នកសម្លាប់អញ្ចឹងហើយ Gojo ដាច់ខាតមិនហ៊ានប្រើ Domain ទេហើយពួក Curse Spirit គឺចង់ឲ្យ Gojo ធ្លាក់ក្នុងភាពស្មុគស្មាញមួយនេះマジか領域展開無料空所ការបើក Gojo នៅមុននេះបានបើក Domain Expansion 0.2 វិនាទី Domain 0.2 វិនាទីនេះល្មមនឹងមិនអាចរុញមនុស្សឲ្យគៀបស្លាប់ទេហើយជីវិតទាំងឡាយដែលស្ថិតនៅក្នុង Domain នេះនឹងត្រូវចាប់បញ្ចូលព័ត៌មានប្រហែលជាងកន្លះឆ្នាំនេះអាចធ្វើឲ្យ Curse Spirit Special Grade បាត់បង់ស្មារតីឈរថ្មឹង5នាទីហើយមនុស្សធម្មតាវិញគឺរយៈពេល2ខែឡើងទៅនៅចន្លោះពេល5នាទីនេះ Gojo បានសម្លាប់មនុស្សកែច្នៃចំនួន 1000 នាក់
獄門橋開門 តែគ្រានោះរឿងចម្លែកកើតឡើងកេតូខ្លាញ់ខ្លាយបានបោះកូគូម៉ុនឃ្យោមកដល់មុខកូជូកូគូម៉ុនឃ្យោនេះគឺជា special grade curse object គឺជា barrier ដែលមានជីវិតមួយអាចនឹងសៀលអ្វីគ្រប់យ៉ាងតែលក្ខខណ្ឌក្នុងការសៀលនេះគឺក្រោយពេលកូគូម៉ុនឃ្យោបើកទ្វារនោះគឺត្រូវបង្អស់ពេលកូជូឲ្យនៅបរិវេណជុំវិញនេះ4ម៉ែត្រ1នាទីពេលនោះជូកូលឺចឹងហើយក៏មួម៉ៅយ៉ាងខ្លាំងព្រោះបង្អស់ពេលកូជូ1នាទីគឺដាច់ខាតមិនអាចទៅរួចទេតែកេតូខ្លាញ់ខ្លាយមិនបារម្ភទេនៅពេលទ្វារបើកនោះកេតូខ្លាញ់ខ្លាយក៏បានមកក្បែរកូជូឃើញមិត្តសម្លាញ់រស់ឡើងវិញកូជូស្ទើរតែមិនជឿ Six Eyes របស់កូជូបញ្ជាក់ច្បាស់ណាស់ថាមនុស្សនៅមុខភ្នែកនេះមិនមែនជា technique អ្វីឬការស្រមើស្រមៃទេគឺជាកេតូពិតប្រាកដមួយរំពេចខួរក្បាលកូជូបាននឹកទៅដល់រឿងអតីតកាលទាំងឡាយជាមួយនឹងមិត្តសម្លាញ់ហើយនេះក៏បានសម្រេចលក្ខខណ្ឌសៀលរបស់កូគូម៉ុនឃ្យោព្រោះកូគូម៉ុនឃ្យោត្រូវការពេលវេលា1នាទីនោះគឺសំដៅទៅលើពេលវេលា1នាទីនៅក្នុងខួរក្បាលរបស់កូជូបន្ទាប់មកកូជូក៏ចាប់ផ្ដើមជាប់សៀលមិនអាចប្រើ curse energy បាននៅគ្រាចុងក្រោយកូជូស្រែកសួរ五条悟が封印されたកូគូម៉ុនឃ្យោបានត្រឹមសៀលមនុស្សម្នាក់តែប៉ុណ្ណោះដរាបណាដែលកូជូមិនធ្វើអត្តឃាតកូគូម៉ុនឃ្យោគឺមិនអាចប្រើម្ដងទៀតបានទេផែនការសៀលកូជូសាតូរូត្រូវបានបញ្ចប់នៅម្ខាងទៀតអ៊ីថាដូរីនិងមេមេទទួលបានព័ត៌មានថាកូជូត្រូវបានសៀលការប៉ັດឧបករណ៍តូចមួយនេះគឺជា puppet ដែលបន្សល់ទុកដោយមូតាក្នុង puppet នេះគឺមានផ្ទុកនូវ curse energy និងស្មារតីរបស់មូតាហើយលក្ខខណ្ឌ activate puppet នេះគឺនៅពេលដែលកូជូត្រូវបានសៀលមូតាបានបន្សល់ទុក puppet ចំនួន3ហើយក៏ចាប់ផ្ដើមណែនាំមីថាដូរីពីរបៀបទប់ទល់នឹងស្ថានភាពបច្ចុប្បន្ននៅពេលនេះនៅ Shibuya Station គឺត្រូវបានដាក់ curtain ចំនួន4រាប់ពីខាងក្នុងមកគឺមាន curtain បិទបាំងមនុស្ស1 curtain បិទបាំងកូជូ1 curtain មិនឲ្យ Jujutsushi ចូលក្នុងនិង curtain ខាងក្រៅគេបង្អស់បិទមិនឲ្យមនុស្សចេញក្រៅដោយឥទ្ធិពលរបស់ curtain ពួកគេមិនអាចប្រើទូរស័ព្ទតាក់ទងគ្នាបានទេអញ្ចឹងហើយមូតាក៏បានចាត់ចែងផែនការជាដំបូង Itadori ត្រូវប្រញាប់ទៅ Shibuya Station ដើម្បីផ្ដល់ដំណឹងទៅកាន់គ្រប់គ្នាថាកូជូត្រូវបានសៀលហើយទី2គឺត្រូវសហការជាមួយនឹង Jujutsushi ទាំងអស់ដើម្បីសង្គ្រោះកូជូមកវិញទី3មេមេនឹងធ្វើជាអ្នកបើកផ្លូវឲ្យ Itadori ផែនការចាប់ផ្ដើមហើយស្របពេលនោះ assistant ម្នាក់ត្រូវបាន curse user Haruta លួចចាក់ពីខាងក្រោយហើយ mission របស់ម្នាក់នេះគឺសម្រាប់ assistant នៅខាងក្រៅ curtain ទាំងអស់ហើយអ្នកដែលរៀប mission នេះគឺ curse user ម្នាក់ដែលមានឈ្មោះថា Uraume នៅម្ខាងទៀត Gokumon Kyo ស្រាប់តែធ្លាក់ទៅលើដីការពិត Gokumon Kyo គឺមិនអាចសម្របខ្លួនទៅនឹងព័ត៌មានរបស់កូជូបានទេដូច្នេះហើយកេតូខ្លាយពេលនេះមិនអាចយក Gokumon Kyo ទៅណាបានទេហើយហេតុការណ៍នេះត្រូវបាន puppet របស់មូតាលួចមើលឃើញទោះបីជា Mahito បានកំទេច puppet នោះភ្លាមមែនប៉ុន្តែ Itadori បានដឹងអំពីហេតុការណ៍នេះទៅហើយអញ្ចឹងពួកគេពេលនេះគឺមានពេលវេលាច្រើនជាងមុនបន្តិចទីបំផុតបានមកដល់ក្បែរ Shibuya Station ហើយហក់ឡើងទៅលើអគារខ្ពស់ស្រែករក Nanami យ៉ាងលឺដោយរបៀបនេះ Itadori បានប្រាប់គ្រប់គ្នាពីដំណឹងរបស់កូជូត្រូវបានគេសៀលនៅក្រៅ Shibuya Station Choso និង Chogo បានឆ្លោះគ្នា Choso ចង់សម្លាប់ Itadori សងសឹកប្អូនប្រុស Chogo វិញចង់ឲ្យ Itadori ប្រែទៅជា Sukuna ពេលនោះ Mahito ថាចង់សម្លាប់ Itadori ដែរព្រោះអីកូជូត្រូវបានសៀល Mahito លែងត្រូវការ Sukuna ទៀតហើយបន្ទាប់មកក៏បានលើកឡើងថាអ្នកណារកឃើញ Itadori មុនគេអ្នកនោះជាអ្នកសម្រេចចំណែកកេតូខ្លាយវិញនឹងនៅកន្លែងនេះមើល Gokumon Kyo នៅពេលនោះ Mimiko និង Nanako បានបង្ហាញខ្លួនពួកគេបានសុំឲ្យកេតូខ្លាយប្រកល់សាកសពកេតូមកវិញមុននេះអ្នកដែលបោះមនុស្សជាច្រើនពីលើចុះក្រោមមកគឺជាពួកគេកេតូខ្លាយធ្លាប់បានសន្យាថានៅពេលពួកគេសម្រេចភារកិច្ចនេះរួចនឹងអាចយកសាកសពកេតូទៅវិញបានហើយព្រោះអ្នកទាំងពីរមិនចង់ឃើញកេតូត្រូវគេជិះជាន់ប្រមាថបែបនេះទេតែដោយពេលនោះភាគីទាំងពីរមិនបានកំណត់លក្ខខណ្ឌច្បាស់លាស់កេតូខ្លាយក៏បានបំពេញកិច្ចសន្យាឲ្យដេញ Mimiko និង Nanako ចេញទៅឆ្ងាយនៅ
នៅម្ខាងទៀត Itadori បានមកជុំគ្នានឹងធីម Nanami Ino ថារឿងសំខាន់មួយចំនួននឹងកើតឡើងប្រសិនបើ Gojo ត្រូវបានគេសៀលទី1គឺក្នុងគ្រួសារ Gojo គឺមានតែគាត់ម្នាក់គត់បាត់បង់ Gojo Clan គឺនៅសល់តែឈ្មោះប៉ុណ្ណោះទី2 Jujutsushi ដែលត្រូវការពារដោយ Gojo នឹងស្ថិតនៅក្នុងគ្រោះថ្នាក់ទាំងអស់ទី3 Jujutsushi នឹងលែងមានប្រៀបទៅលើ Curse Spirit និង Curse User ទៀតហើយនោះបណ្ដាលឲ្យមនុស្សទាំងអស់នៅក្នុងប្រទេសជប៉ុននឹងត្រូវបញ្ចប់ដោយ Curse Spirit ហេតុដូច្នេះពួកគេដាច់ខាតត្រូវតែជួយសង្គ្រោះ Gojo ហើយជំហានដំបូងគឺត្រូវបំបែក Curtain ដែលមិនឲ្យ Jujutsushi ចូលទៅក្នុងបានសិន 五条悟を助けるぞ តែស្មានមិនដល់ Curtain មួយនេះរឹងមាំណាស់សូម្បីតែ Itadori វាយពីខាងក្រៅប៉ុណ្ណាក៏មិនអាចកំទេចបានដែរហើយកម្លាំងរបស់ Itadori មិនមែនអន់ទេ Curtain កម្លាំងខ្លាំងចឹងមានន័យថាអ្នកបង្កើតគឺនៅបរិវេណខាងក្រៅនៃ Curtain នេះពួកគេបានដំឡើងហានិភ័យក្នុងការត្រូវគេប្រទះឃើញមកបង្កើនកម្លាំងរបស់ Curtain ក៏មានន័យថានៅកន្លែងណាដែលកាន់តែស្រួលត្រូវគេប្រទះឃើញនោះ Curtain នោះនឹងកាន់តែរឹងមាំពេលនោះ Itadori បានកំណត់ទីតាំង S Tower គឺជាកន្លែងដែលមើលឃើញច្បាស់ជាងគេបំផុតហើយបច្ចុប្បន្ននេះអ្នកដែលថែរក្សា Daigo Curse ទាំង3គឺមាន Curse User 3នាក់គឺពូចិញ្ចើមក្រាស់នឹងភ្នែកធំធំ Awasaka លោកយាយ Ogami និងចៅប្រុសរបស់គាត់ Daigo Curse នេះគឺជាមូលដ្ឋានរបស់ Curtain មនុស្សកែច្នៃជាច្រើនត្រូវបានដាក់ក្នុងអគារនេះដើម្បីការពារមិនឲ្យ Jujutsushi ឡើងមកពេលនោះ Itadori និង Ino ជិះសត្វចាបរបស់ Megumi ឡើងទៅដល់ដំបូលអគារItadori បានប្រើខ្សែដែកទាញ Awasaka បោះចុះទៅក្រោមអគារហើយឆ្លៀតពេលនោះ Ino បានកំទេចដៃគោមួយតែ Curtain នោះនៅតែមិនទាន់បានរលាយទៅទៀតការពិត Awasaka បានដកដៃគោពីរទៀតទៅជាមួយដែរតែវាក៏ត្រូវ Itadori ទម្លាក់ពីលើអគារខ្ពស់ធ្លាក់មកជាន់ក្រោមដីដែរតែស្មានមិនដល់ធ្លាក់ពីទីខ្ពស់បែបនេះវានៅគ្មានរបួសអ្វីទៀតនៅពេលនេះសមរភូមិត្រូវបានបែងចែកជាពីរនៅលើដំបូលអគារ Ino ទប់ទល់នឹងយាយនិងចៅប្រុសនៅខាងក្រោមគឺ Itadori និង Megumi ទប់ទល់នឹងAwasaka Ino បានចាប់ផ្ដើមអាថាក់យ៉ាងសាហាវ 来訪随従一番開地追尾 ស្មានមិនដល់ចៅប្រុសនោះបានប្រើខ្លួនមករងឲ្យលោកយាយតែម្ដងហើយលោកយាយវិញមាត់សូត្រមន្តអាកំបាំងមិនឈប់ Jujutsu technique របស់ Ino គឺ Auspicious Beast Summon ដោយពឹងលើការពាក់ស្រោមមុខមកធ្វើជា Spiritual Medium នោះនឹងអាចជប់ចេញនៅសត្វទេពទាំង4គឺ Kaichi, Reiki, Kirin និង Ryu សត្វនីមួយៗមានសមត្ថភាពខុសៗគ្នាក្នុងនោះស្នែងដ៏មុតស្រួយរបស់ Kaichi អាចបាញ់ដេញតាមសត្រូវបានបន្ទាប់មក Ino បានប្រើសត្វទី2 Reiki ដែលអាចបង្កើនលំហូរទឹកនៅលើជើងបង្កើនល្បឿនយ៉ាងខ្លាំងតែការវាយប្រហារទាំងអស់នេះត្រូវបានចៅប្រុសនោះរងឲ្យទាំងអស់ងាកទៅខាងក្រោម Itadori និង Megumi កំពុងរួមដៃគ្នាវាយ Awasakaតែអ្វីដែលចម្លែកគឺ Awasaka នេះត្រូវព្រួតវាយយ៉ាងច្រើនតែនៅតែគ្មានរបួសទៀតតើបុរសនេះមាន Jujutsu technique អ្វីទើបអាចរង attack បានយ៉ាងខ្លាំងបែបនេះស្របពេលនោះលោកយាយ Ogami ទីបំផុតបានបញ្ចប់ Jujutsu technique ហើយ Ino ក៏ស្រាប់តែមានអារម្មណ៍ថាបរិយាកាសផ្លាស់ប្ដូរភ្លាមចៅប្រុសនោះបានយកដបតូចមួយលេបចូលទៅក្នុងពោះឃើញដូច្នេះ Ino ក៏ attack ទៅភ្លាមហើយភ្លាមនោះលោកយាយបានហៅឈ្មោះបុរសម្នាក់នោះ 全人当時今までにない ស្មានមិនដល់ចៅប្រុសនោះបានប្រែខ្លួនទៅជា Zenin Toji នេះគឺជា Jujutsu technique របស់លោកយាយ Ogami គឺអាចបំលែងខ្លួនមនុស្សស្លាប់ឡើងមកវិញពេលនោះ Ino បានឃើញថា Toji ខ្លាំងលើសពីការស្មានជំហររបស់ Toji គឺគ្មានចំណុចខ្សោយបន្តិចទេ Ino បានបញ្ចេញ technique ខ្លាំងជាងគេបំផុតដើម្បីត្រៀមប្រយុទ្ធ 4番竜 តាំងពីយូរលង់មកនៅថ្ងៃទី7ខែ12ឆ្នាំ1989 Satoru Gojo បានចាប់កំណើតនៅពេលនោះយាយ Ogami និង Awasaka គឺជា Curse User រស់នៅដោយសេរីដោយសារតែ Jujutsushi រវល់ទប់ទល់នឹង Curse Spirit ដែលកាន់តែខ្លាំងឡើងជារៀងរាល់ថ្ងៃនោះអញ្ចឹងហើយ Curse User មានសេរីភាពចង់ធ្វើអ្វីស្រេចតែចិត្តពួកគេយាយ Ogami និង Awasaka បានសម្លាប់មនុស្សជាច្រើននៅថ្ងៃមួយអ្នកទាំងពីរបានឮពី bonus រាប់លាននៅលើក្បាលរបស់ Satoru Gojo ពួកគេក៏
ចង់បានលុយនេះក៏បានតែធ្វើឃាតកូជោប៉ុន្តែនៅពេលតែធ្វើឃាតនោះស្មាមណ្ឌលត្រឹមតែខ្សែភ្នែករបស់កូជោធ្វើឲ្យពួកគេមានការភ័យខ្លាចយ៉ាងខ្លាំងពេលនោះទៅពួកគេយល់មូលហេតុដែលធ្វើឲ្យ Curse Spirit កាន់តែខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃនោះគឺដោយសារតែសាតូរូកូជោម្នាក់នេះហើយកូជោបានបំបែក balance របស់ពិភពលោកនេះកូជោហាក់បីដូចជាកំណត់ត្រាពិភពលោកមួយដែលជំរុញឲ្យអ្នកទាំងអស់គ្នាឆ្ពោះទៅបំបែកដោយសារតែវត្តមានរបស់កូជោទៅធ្វើឲ្យអាវ៉ាសាកានិងយាយអូហ្គាមីលែងហ៊ានធ្វើរឿងផ្ដេសផ្ដាសតាមចិត្តទៀតពួកគេស្អប់កូជោដែលបានដកហូតសេរីភាពរបស់ពួកគេត្រឡប់មកពេលបច្ចុប្បន្នវិញអាវ៉ាសាកាទោះបីទទួលរងអាថាខ្លាំងប៉ុណ្ណាក៏ដោយក៏នៅតែមិនរងរបួសអ្វីដែរពេលនោះអ៊ីថាដូរីនិងមេហ្គូមីបានសម្រេចចិត្តថាត្រូវតែសិក្សាពី Jujutsu Technique របស់សត្រូវសិនមេហ្គូមីបានកាត់ដល់មធ្យោបាយមួយគឺឈប់ប្រើក្បាច់ដែលមាន power ខ្លាំងហើយចំនួនដោយសារតុនសាយតូចៗដល់គួរឲ្យស្រឡាញ់វិញដែលបែបនេះមេហ្គូមីបានយល់ពី Jujutsu Technique សត្រូវនេះហើយ Technique របស់អាវ៉ាសាកាគឺបញ្ច្រាស់ Attack ដែលមាន power កាន់តែខ្លាំងនិងមានប្រសិទ្ធភាពកាន់តែខ្សោយហើយ Attack ដែលមាន power កាន់តែខ្សោយនិងមានប្រសិទ្ធភាពកាន់តែខ្លាំងវិញហើយទីបំផុតសត្វកង្កែបរបស់មេហ្គូមីបានវាយអាវ៉ាសាកាមានប្រសិទ្ធភាពហើយដោយបែបនេះអាវ៉ាសាកាក៏បានចាញ់ក្រោមដៃអ៊ីថាដូរីនិងមេហ្គូមីអ្នកទាំងពីរក៏បានបំបែកដោយគោពីរគ្រាប់នោះ Curtain ដែលហាមឃាត់ Jujutsu Shi នោះក៏បានរលាយទៅបាត់បែបនេះ Jujutsu Shi គឺអាចធ្វើសកម្មភាពនៅក្នុង Shibuya Station ដោយសេរីបានហើយតែពេលនោះស្រមោលមនុស្សម្នាក់បានធ្លាក់ពីលើអគារ S មកសំណាងល្អអ្នកទាំងពីរបានចេញទៅជួយទាន់ម្នាក់នោះគឺជា Ino ដែលត្រូវ Toji វាយនៅមុននេះពេលនោះយាយអូហ្គាមីបានដាក់បញ្ជាឲ្យចៅប្រុសចោះទៅសម្លាប់ Jujutsu Shi នៅក្រោមទាំងអស់តែស្មានមិនដល់Toji បានដឹងស្មារតីឡើងមកវិញការពិតយាយអូហ្គាមីមុននេះគ្រាន់តែជប់រាងកាយរបស់ Toji មកវិញទេដើម្បីការពារឧបទ្ទហេតុកើតឡើងគាត់មិនហ៊ានជប់ទាំងប្រលឹងរបស់ Toji មកទេតែ Toji ថារាងកាយរបស់ខ្លួនបានយកឈ្នះប្រលឹងរបស់ចៅប្រុសគាត់អញ្ចឹងហើយពេលនេះ Toji អាចគ្រប់គ្រងខ្លួនប្រាណនេះបានទាំងស្រុងនិយាយចប់ភ្លាម Toji ស្ទុះទៅយាយអូហ្គាមីភ្លាមដែលបែបនេះយាយអូហ្គាមីត្រូវ Toji សម្លាប់ភ្លាមរីឯ Ino វិញត្រូវបានទម្លាក់ពីលើអគារចុះមកត្រូវបានអ៊ីថាដូរីនិងមេហ្គូមីជួយអ៊ីថាដូរីឃើញថា Ino ត្រឹមតែរងរបួសមិនប៉ះពាល់ដល់ជីវិតអ៊ីថាដូរីក៏បានប្រគល់ Ino ឲ្យមេហ្គូមីហើយឆ្ពោះទៅកាន់ Shibuya Station ដើម្បីសង្គ្រោះកូជោអ៊ីថាដូរីក៏ឆ្ងល់ដែរហេតុអ្វីមូតាមិននិយាយអ្វីសោះក្នុងអំឡុងពេលនេះស្របពេលនោះមេកំពុងតែទប់ទល់នឹង Curse User ម្នាក់ពូថៅរបស់មេកាប់ទៅលើ Curse User នោះរហូតមិនអាចតដៃរួច Technique របស់មេគឺគ្រប់គ្រងសត្វក្អែកមើលទៅគឺអន់ខ្លាំងណាស់តែក្រោយមកមេបានវឹកហាត់ដល់កម្រិតខ្ពស់បំផុតហើយទទួលស្គាល់គុណសម្បត្តិរបស់ Jujutsu Technique របស់ខ្លួនទើបបានឡើងធ្វើជា Grade 1និយាយរឿងតែនេះអ៊ុយទះដៃភ្លាមបន្ទាប់មកមេបានកាប់មួយពូថៅសម្រាប់ Curse User នោះរីឯណាណាមីវិញបានរកឃើញអ៊ីជីតឈីដែលរងរបួសឃើញបែបនេះណាណាមីក៏បាននឹកទៅដល់មិត្តរួមថ្នាក់ហៃបារ៉ាដែលបាត់បង់ជីវិតហើយខឹងយ៉ាងខ្លាំងនៅម្ខាងទៀតណូបារ៉ានិងម៉ាគីបានចូលមកដល់ Station ហើយពួកគេបានសម្លាប់មនុស្សកែច្នៃជាច្រើនតែណូប៊ីតូសេនីនវិញបែរជាអង្គុយធ្វើប្រងើយនៅមុននេះជំនួយការនីតានិយាយទូរស័ព្ទជាមួយនឹងអ៊ីជីតឈីក៏ដឹងថាអ៊ីជីតឈីត្រូវបានគេលួចឆ្មក់អញ្ចឹងហើយណូបារ៉ានិងនីតាបានចេញទៅក្រៅដើម្បីជួយអ៊ីជីតឈីប៉ុន្តែពួកគេបានជួបនឹង Curse User ហារូតាណូបារ៉ាបានដាក់មួយញញួរវាយប៉ាងដាវរបស់ហារូតាតែស្មានមិនដល់ដាវនេះអាចធ្វើសកម្មភាពដោយសេរីនីតាក៏ត្រូវបានដាវនេះកាប់ចំហើយត្រូវបានហារូតាទាត់មួយជើងថែមទៀតណូបារ៉ាធ្វើប្រហែសត្រូវបានដាវនេះដាល់ចំចង្ការមួយដៃធ្វើឲ្យនាងមួយរំពេចក្រោកឈរមិនបានស្ថានភាពធ្ងន់ធ្ងរហារូតាបានចិត្តសោកចំអកហើយយកដាវចាក់នីតាមិនឈប់មកបញ្ឈឺណូបារ៉ាទៀតឃើញដូច្នេះណូបារ៉ាខំក្រោកឈរឡើងត្រៀមនឹងប្រយុទ្ធបន្តតែភ្លាមនោះចំហាយដ៏គួរឲ្យខ្លាចមួយបានធ្វើឲ្យអ្នកទាំងពីរផ្លឹកជាប់គឺណាណាមីមានកំហឹងយ៉ាងខ្លាំងចំពោះអ្វីដែលហារូតាបានធ្វើនេះណាណាមីក្តាប់ដៃជាប់បោះជំហានធំដើរទៅកាន់ហារូតា仲間の数と配置は知らないស្មានមិនដល់មិនថាកាប់ដាវឬទាត់ធាក់ទេគឺវាយមិនចូលណាណាមីទាត់តែសោះណាណាមីនៅតែបន្តចុចសួរពីចំនួននិងទីតាំងរបស់សត្រូវទៀត
ក្បាច់ ratio technique របស់ណាណាមីមួយដៃវាយហារូតារបួសយ៉ាងធ្ងន់ធ្ងរពេលនោះហារូតាភ័យខ្លាចចង់រត់គេចខ្លួនប៉ុន្តែណាណាមីលេចមុខចេញមកចុចសួរទៀតហារូតាត្រូវវាយយ៉ាងធ្ងន់ធ្ងរតែវានៅតែចង់លួចឆ្មក់ណាណាមីទៀតតែណូបារ៉ាបានវាយដេកូជាប់ដាវនោះបន្ទាប់មកហារូតាក៏ត្រូវណាណាមីវាយយ៉ាងទ្រមទីបំផុតណាណាមីប្រើតែប៉ុន្មានដៃបានវាយហារូតាយ៉ាងទ្រុឌទ្រោមសងសឹក assistant ទាំងអស់ឃើញភាពអស្ចារ្យរបស់ណាណាមីណូបារ៉ាទើបដឹងពីកម្រិតរបស់ Grade 1 Jujutsushi នៅម្ខាងទៀតមេមេដើរតាមផ្លូវរថភ្លើងបានមកដល់ជាន់ទី B5 នៃ Shibuya Station មុនគេហើយនាងបានជួបនឹង Geto คล้ายៗទោះបីជាមេមេមិនច្បាស់ពីអត្តសញ្ញាណពិតរបស់សត្រូវក៏ដោយតែនាងសន្និដ្ឋានថានេះគឺជា Geto คล้ายៗនៅពេលនោះ Geto คล้ายៗបានជប់ Special Grade Curse Spirit Hozogami ហើយបើសិនជាមេអាចយកឈ្នះ Curse Spirit នេះបាន Geto คล้ายៗនឹងយល់ព្រមធ្វើជាគូប្រកួតនឹងនាង Curse Spirit នេះបើកឆាកមកគឺបើក Domain Expansion តែម្ដងHozogami បានប្រើក្តារមឈូសខ្មៅឃុំមេមេជាប់តែបទពិសោធន៍ជ្រាលជ្រៅនឹងការសន្និដ្ឋានមុតស្រួយរបស់មេមេតែមួយផ្លែតបានកំទេចក្តារមឈូសនោះភ្លាមស្របពេលនោះក្រោយពេលជួយ Nobara និង Nita រួច Nanami ឲ្យអ្នកទាំងពីរសម្រាប់នៅទីនេះសិនហើយគាត់នឹងឆ្ពោះទៅកាន់ជាន់ទី B5 ដើម្បីផ្ដល់ជំនួយដល់ Jujutsushi ដទៃទៀតបន្ទាប់មក Itadori បានចូលមកដល់ Shibuya Station ហើយបានជួបនឹង Choso ចង់សងសឹកឲ្យប្អូនៗទាំងពីរដែលស្លាប់ទៅភ្លាមៗបានប្រើប្លត់ Manipulation Conversion薬連で圧縮した血液を一点から解放液の初速は音速を持っているហើយស្មានមិនដល់គ្រាន់តែមួយក្បាច់នេះ Itadori ត្រូវបាញ់ទម្លុះដៃទៅហើយតែប្រតិកម្មរបស់ Itadori ក៏រហ័សខ្លាំងណាស់ដែរអាចវាយបកនឹង Choso វិញមានទៅមានមកបន្ទាប់មក Itadori ប្រឈមមុខនឹង Choso ដើម្បីទប់ទល់នឹងល្បឿនឈាមដ៏លឿននេះ Itadori មានចេតនាបោះជើងចេញពីលើដីហើយតាក់ទាញ Choso ឲ្យបាញ់មកខ្លួនឯងមកតែស្មានមិនដល់ Itadori បានកិច្ចផុត Piercing Blood នោះហើយស្ទុះមកមុខ Choso ភ្លាមតែស្មានមិនដល់ Choso បានបើក Supernova មួយក្បាច់នេះបានបាញ់ Itadori រងរបួសតែ Choso បានទះដៃដោយចេតនាធ្វើពុតជាប្រើ Piercing Blood បង្ខំឲ្យ Itadori បានការពារខ្លួនភ្លាមពេលនោះ Puppet របស់ Muta ស្រាប់តែបញ្ចេញសំឡេងសួរពីស្ថានភាពបច្ចុប្បន្នការពិត Puppet មួយនេះត្រូវរក្សាដោយ Curse Energy របស់ Muta មុននេះដើម្បីសន្សំ Curse Energy Muta បានបិទចោលសិន Puppet ថា Blood Manipulation គឺជា Jujutsu Technique របស់ Kamo Clan ក្បាច់នេះគឺមាន balance ល្អឥតខ្ចោះស្ទើរតែគ្មានចំណុចខ្សោយតតែសោះប៉ុន្តែ Puppet ថាប្រហែលជាមានវិធីមួយអាចនឹងទប់ទល់នឹង Choso បានបន្ទាប់មក Itadori កិច្ចពី attack របស់ Choso ហើយរត់ចូលទៅក្នុងបន្ទប់ទឹកបាត Puppet នោះនៅបានឌឺដង Choso គឺកំសាកដូចជាប្អូនៗទាំងពីរនោះដែរឮដូច្នេះ Choso ខឹងក៏ស្ទុះចូលទៅក្នុងបន្ទប់ទឹកភ្លាមនោះ Itadori បានលេចមុខចេញមកវាយ Choso មួយរំពេចបំពង់ទឹកនៅក្នុងបន្ទប់ទឹកបានផ្ទុះទឹកបានហូរចុះមកលើឈាមនៅខាងក្រៅរបស់ Choso ឈាមបានប៉ះនឹងទឹកដោយសារតែសម្ពាធសម្បកកោសិការបស់ឈាមនឹងបែកធ្លាយដូច្នេះ Choso មិនអាចគ្រប់គ្រងឈាមនៅខាងក្រៅរាងកាយនេះបានទៀតទេ Itadori បានវាយដៃ close range ដែលប៉ិនប្រសពជាមួយនឹង Choso ហើយតែស្មានមិនដល់ Choso បានលាក់ក្បាច់សោះ Choso បានលួចក្តាប់ឈាមដែលមានសម្ពាធនោះជាប់នៅក្នុងកំដាប់ដៃឈាមនេះមិនបានប៉ះទឹកទេហើយបានបាញ់ទម្លុះថ្លើមរបស់ Itadori ក្បាច់របស់ Choso នេះមានឈ្មោះថា Blood Meteorite Itadori រងរបួសធ្ងន់តែមិនទាន់ស្លាប់ទេនៅគ្រាស្លាប់រស់ Itadori បានប្រើភាពភ័យខ្លាចបដូរទៅជា Curse Energy តាំងចិត្តមុតស្រួចទប់ទល់នឹង Choso Itadori បដិញ្ញាចិត្តទោះបីជាត្រូវស្លាប់ក៏ដោយក៏ត្រូវតែឲ្យ Choso បាត់បង់កម្លាំងប្រយុទ្ធតទៅមុខទៀតដែរអ្នកដែលជួយសង្គ្រោះ Gojo Sensei មិនចាំបាច់ជាខ្លួនឯងទេក៏អាចជាអ្នកដទៃបានដូចគ្នានៅពេលនោះ Choso ក៏បានរងរបួសមិនស្រាលដែរ Itadori វាយត្រូវប៉ុន្មានដងនេះគឺមានការឈឺចាប់ពេញខ្លួនដើម្បីទប់ទល់នឹង Itadori Choso បានប្រមូលផ្ដុំឈាមដាក់នៅក្នុងកំដាប់ដៃការប្រយុទ្ធផ្ទុះឡើងម្ដងទៀត俺は少年以外
左の拳を使ってない。入る。今の手応えは。残念だったな。 នៅទីបំផុតអ៊ីថាដូរីនៅតែមិនអាចយកឈ្នះឆូសូហើយត្រូវបានឆូសូវាយចិត្តស្លាប់ទៅហើយឆូសូដើរទៅមុខត្រៀមនឹងបញ្ចប់ជីវិតរបស់អ៊ីថាដូរីតែនៅពេលនោះរឿងចម្លែកបានកើតឡើង くだらん。この程度の角に負けるとは。 នៅពេលឆូសូបានឃើញអ៊ីថាដូរីនៅក្នុងខួរក្បាលបាននឹកឃើញនៅការចងចាំដែលមិនមានពីមុនមកក្នុងការចងចាំនេះឆូសូនិងអ៊ីថាដូរីគឺជាគ្រួសារតែមួយហើយនៅក្នុងនោះតាមពិតទៅអ៊ីថាដូរីក៏ជាប្អូនប្រុសរបស់ឆូសូដែរ お前が。 នៅម្ខាងទៀតមេមេកំពុងទប់ទល់នឹងហូសូហ្គាមីមេមេត្រូវបានឃុំនៅក្នុងក្តារមឈូសនោះមិនឈប់តែនាងបានប្រើពូថៅបំបែកចេញមកបានរហូតដូមែនរបស់ហូសូហ្គាមីបានបែងចែកចេញជា3ដំណាក់កាលទី1គឺឃុំមេមេនៅក្នុងក្តារមឈូសទី2គឺប្រើដុំថ្មធំមកសង្កត់ពីលើទី3គឺរាប់ថយក្រោយ3វិនាទីបើសិនក្នុងពេល3វិនាទីនេះមិនបានកិច្ចចេញពីក្នុងក្តារមឈូសនោះមេមេនឹងត្រូវស្លាប់ដោយសារជំងឺធ្ងន់ហើយក្នុងដូមែននេះក្បាច់របស់វាគឺត្រូវ 100% តែមេមេឃើញថាមានតែនាងម្នាក់ទេដែលបានជាប់នៅក្នុងក្តារមឈូសនេះអុយនឹងសត្វក្អែកមួយទៀតដែលនៅក្នុងដូមែននេះមិនបានជាប់ទេអញ្ចឹងក៏មានន័យថាវាអាចឃុំបានតែមនុស្សម្នាក់ប៉ុណ្ណោះហើយរបៀបដែលវារើសគោលដៅនោះគឺមើលទៅលើកម្លាំង curse energy មេមេក៏នឹកឃើញមធ្យោបាយមួយគឺឲ្យអុយជួយទៅរងការឃុំឃាំងនេះជំនួសនាងហើយនេះចំពោះអុយក៏មានន័យថាអាចនឹងស្លាប់គ្រប់ពេលវេលាតែអុយស្ម័គ្រចិត្តព្រមស្លាប់ដើម្បីមេមេភ្លាមអុយបានបើក curse energy ចេញមកហើយមេមេចាប់ផ្ដើមបិទ curse energy ហូសូហ្គាមីឃើញ curse energy នោះបន្ទាប់មកក៏បានឃុំអុយជាប់នៅក្នុងក្តារមឈូសតែភ្លាមនោះមេមេបានស្ទុះមកដល់មួយពូថៅបានកាប់ដាច់ដៃវាទាំងពីរតែម្ដងការពិតមុននេះឲ្យអុយស្លាប់ដើម្បីនាងគឺគ្រាន់តែជាពាក្យសម្ងាត់មួយទេនេះគឺមានន័យថាអាចឲ្យអុយប្រើ simple domain មកទប់ទល់នឹងក្តារមឈូសនេះបែបនេះមេមេនឹងអាច focus ទប់ទល់នឹងហូសូហ្គាមីបានភ្លាមនោះហូសូហ្គាមីបានដោះដៃចេញមកហើយលួចឆ្មក់នាងតែគ្រានោះសត្វក្អែកបានស្ទុះមកក្នុងល្បឿនយ៉ាងលឿនស្មាមិនដល់ហូសូហ្គាមីត្រូវបានសត្វក្អែកមួយក្បាលសម្លាប់សោះនេះគឺជាក្បាច់ Blackbird Manipulation Bird Strike របស់មេមេបន្ទាប់មកនេះគឺដល់ Vengetto คล้ายៗជាមួយនឹងមេមេម្ដងហើយស្របពេលនោះណាណាមីបានមកជួបម៉ាគីនិងណោប៊ីតូសេនីនហើយពួកគេបានជួបនឹង Special Grade Curse Spirit Dagon នៅក្នុង Shibuya Station Dagon កំសាកខ្លាំងណាស់ភ័យឡើងញ័រលាក់ពួននៅក្រោយបង្គោលសសរភ្លាមនោះណោប៊ីតូដណ្ដើមចេញមកវាយមុនគេអតាក់របស់ណោប៊ីតូពិតជាកាចសាហាវណាស់ណាណាមីនិងម៉ាគីមើលមិនច្បាស់ថាជូជូតស៊ូ technique របស់គាត់គឺជាអ្វីទេ Dagon អោនចោខ្លាចឡើងញ័រហើយក្នុងមាត់ស្រែកហៅឈ្មោះម៉ាហ៊ីតូ Chogo និង Hanami តែនឹកទៅដល់ Hanami បានស្លាប់ទៅនោះ Dagon ផ្ទុះកំហឹងប្រែរាងកាយភ្លាមការប៉ັດ Dagon តូចនេះគឺគ្រាន់តែជា curse womb ទេពេលនេះ Dagon ទម្រង់ពេញលេញបានបែកចេញពីសម្បកឈរនៅលើមេឃដោយមោទនភាព Dagon បានប្រមូលបាល់ទឹកមួយនៅក្នុងដៃហើយបរិមាណទឹកជាច្រើនបានបែកចេញមកនៅពេលនោះ Nobito ហៅ Dagon គឺជា curse spirit ហើយ Dagon ខឹងខ្លាំងណាស់ចំពោះឈ្មោះនេះវានិយាយថាវាមានឈ្មោះ Dagon ហើយ Hanami Chogo និង Mahito ក៏ដូចគ្នាដែរពួកគេសុទ្ធតែមានឈ្មោះទាំងអស់គ្នានិយាយចោលភ្លាមការប្រយុទ្ធក៏ចាប់ផ្ដើម ដោះដូរដៃគ្នាហើយឃើញថា Dagon បានបង្ហាញកម្លាំងយ៉ាងខ្លាំងបើមិនមាន Nobito ការពារទេ Maki ប្រហែលជាត្រូវ Dagon សម្លាប់បាត់ទៅហើយនៅពេលនេះ Nobito ឃើញថា Dagon មាន curse energy ច្រើនលើសលប់ហើយមាន technique ច្រើនទៀតគាត់សម្រេចចិត្តប្រើល្បឿនវាយកំទេចវាមុនពេលវាចេញក្បាច់មកហើយស្មានមិនដល់ល្បឿនរបស់ Nobito លឿនខុសពីធម្មតាណាស់ Jujutsu technique របស់ Nobito គឺ projection sorcery ក្បាច់នេះគឺអាចយកពេល1វិនាទីបំបែកទៅជា24 frame ហើយអាចធ្វើចលនាតាមគំនូរទាំង24នេះហើយចំពោះសត្រូវដែលមានសកម្មភាពយឺតជាងនោះនឹងឈរផ្លឹកនៅនឹងកន្លែង1វិនាទី Nobito នៅពេលនេះបានគៀបសង្កត់ Dagon ជាប់មិនឲ្យវាបានបើក domain expansion ទេសូម្បីតែម្រាមដៃវាក៏ Nobito បានវាយកំទេចដែរតែស្មានមិនដល់លើពោះ Dagon មានរូបសញ្ញា curse មួយហើយបានបើក domain expansion ភ្លាម
Domain expansion របស់ Dagon គឺ Sweeping Horizon Shikigami មួយក្បាលភ្លាមៗស្រាប់តែចេញមកវាយឆ្មក់ Nobito តែ Nobito បានប្រើក្បាច់សម្ងាត់ Falling Blossom Emotion กับ Shikigami នោះដាច់ជាពីរកំណាត់ក្បាច់នេះគឺជាក្បាច់សម្ងាត់វាអាចបញ្ចេញ Curse Energy មកការពារ attack ដែលវាយត្រូវ 100% នៅក្នុង domain នោះនៅពេលនោះ Dagon បានបញ្ចេញ Jujutsu Technique មកមួយរំពេច Shikigami បានលេចខ្លួនចេញមករាប់រយក្បាល マキさん考えてはダメですほとんど呪力のないあなたにはそれしか七海さん海は万物の生命その源弱いお前が一番ស្មានមិនដល់ Shikigami ជាច្រើនរបស់ Dagon នេះបានគៀបសង្កត់ពួកគេទាំង3មិនអាចតដៃរួចនៅពេលនោះ Megumi អាវុធ Playful Cloud មកឲ្យ Maki បន្ទាប់មក Maki និង Megumi បានរួមដៃគ្នាវាយ Dagon Megumi បើក Domain Expansion Domain Expansion របស់ Megumi បានបង្ក្រាប Domain របស់ Dagon ធ្វើឲ្យ attack ត្រូវ 100% របស់វាបាត់បង់ប្រសិទ្ធភាពឃើញបែបនេះ Dagon ក៏វាយទៅ Megumi ភ្លាមតែ Nanami បានចេញមកការពារសង្គ្រោះ Megumi បន្ទាប់មក Nobito និង Maki បានរួមដៃគ្នាវាយ Dagon ហើយពេលនេះដៃរបស់ Nobito ត្រូវបានបិសាចទឹកទាំងនោះខាំដាច់ឲ្យមួយចំហៀងពួកគេទប់ទល់នឹង Shikigami រាប់មិនអស់របស់ Dagon នេះពិតជាលំបាកខ្លាំងណាស់ពេលនោះ Megumi បំរុងនឹងប្រើ domain ខ្លួនទម្លុះច្រកចេញមួយនៅក្នុង domain របស់ Dagon នេះឲ្យតែគ្រប់គ្នាអាចចាកចេញពី domain របស់វានេះគឺអាចទទួលជ័យជំនះហើយព្រោះក្នុងរយៈពេលខ្លីវាមិនអាចប្រើ domain expansion បានច្រើនដងទេបន្ទាប់មក Nanami ស្រែកទៅគ្រប់គ្នាប្រញាប់មកក្បែរ Megumi ភ្លាម Dagon ក៏បានស្ទុះមករារាំងភ្លាមដែរ 伏黒君の足元へតែស្មានមិនដល់ Toji Zenin បានលេចខ្លួនចេញមកពីច្រកនោះ Toji បានស្ទុះទៅយក Playful Cloud ពីដៃ Maki ទៅ Maki ប្រកួតកម្លាំងនឹង Toji គឺចាញ់មិនអាចប្រៀបបានតតែសោះ Dagon បានពង្រឹង Domain Expansion មិនឲ្យ Megumi បង្កើតផ្លូវចេញដោយងាយៗទៀតទេតែពេលនោះ Nobito បានឃើញស្ថានភាពរបស់ Toji នៅពេលបច្ចុប្បន្ននេះការពិតទៅ Toji ត្រូវរលាយទៅបាត់នៅពេល Curse Energy របស់ចៅប្រុស Ogami អស់ទៅតែដោយសារខ្លួន Toji ពីដើមមកគឺមិនប្រើ Curse Energy ទេអញ្ចឹងធ្វើឲ្យ Toji នៅពេលនេះអាចបន្តប្រយុទ្ធបានរហូតខ្លាចជាម៉ាស៊ីនសម្លាប់មួយហើយគោលដៅរបស់ Toji គឺតម្រង់ទៅអ្នកខ្លាំងមុនគេ強者へと向かうToji បានបញ្ចេញកម្លាំងដ៏គួរឲ្យខ្លាចគៀបសង្កត់ Dagon ទាំងស្រុង Playful Cloud គឺជា Special Grade Curse Tool ដែលមិនត្រូវការប្រើ Curse Energy ទេអាវុធនេះគឺប្រើកម្លាំងបរិសុទ្ធតែម្ដងហើយថាមពលវាអាចផ្លាស់ប្ដូរទៅតាមកម្លាំងរបស់អ្នកប្រើប្រាស់ហើយនៅក្នុងដៃរបស់ Toji Playful Cloud បានក្លាយជាអាវុធសម្លាប់ដ៏គួរឲ្យខ្លាច Toji នៅបានច្នៃ Playful Cloud នេះទៅជាអាវុធមុតស្រួចមួយទៀតឃើញបែបនេះ Dagon មានការភ័យខ្លាចជាខ្លាំងវាឃើញថាវាមិនអាចយកឈ្នះ Toji បានទេឥឡូវនេះគឺមានតែបង្អស់ពេលដល់ domain របស់ Megumi នោះរលាយទៅហើយពឹងលើឥទ្ធិពល attack ត្រូវ 100% ក្នុង domain របស់វាទើបអាចមានឱកាសយកឈ្នះបានគិតដល់រឿងនេះ Dagon ក៏បានហោះទៅលើអាកាសដើម្បីពន្យាលពេលភ្លាមនោះ Nobito បានលេចមកភ្លាមនៅទីបញ្ចប់ Toji បានសម្លាប់ Dagon បន្ទាប់មក domain របស់ Dagon បានរលាយទៅបាត់គ្រប់គ្នាក៏បានត្រឡប់មកកន្លែងដើមវិញប៉ុន្តែគ្រោះថ្នាក់មិនទាន់បានចប់ទេ Toji បានតម្រង់គោលដៅទៅកាន់ Jujutsu Shi វិញហើយគ្រាន់តែងាកមុខទៅមើល Megumi នោះ Megumi ត្រូវបានច្រានចេញទៅខាងក្រៅដោយមិនដឹងខ្លួនបាត់ទៅហើយいつの間にか外に出されていた早いなんてもんじゃない何なんだこいつはស្របពេលនោះ Jogo ក៏បានមកដល់កន្លែងនេះដូចគ្នាហើយបានបញ្ចេញការសោកស្ដាយចំពោះការស្លាប់របស់ Dagon Jogo បាននិយាយទៅកាន់ Dagon ថាព្រលឹងរបស់ពួកគេអាចចាប់កំណើតឡើងមកវិញអញ្ចឹងពួកយើងចាំជួបគ្នាម្ដងទៀតនៅរាប់រយឆ្នាំក្រោយទៀតនិយាយចប់ Jogo ក៏បានបើកការវាយប្រហារទៅ Nanami Nobito និង Maki
ស្មានមិនដល់គ្រាន់តែមួយផ្លែតជូកូបានយកឈ្នះពួកគេទាំង3ទៅហើយតែនៅពេលនោះជូកូស្រាប់តែឃើញចំហាយម្រាមដៃរបស់ស៊ូខូណាហើយក៏ប្រញាប់រត់ទៅកាន់ទីតាំងម្រាមដៃនោះភ្លាមនៅម្ខាងទៀតមីមីកូនិងណាណាកូបានរកឃើញអ៊ីថាដូរីដែលសន្លប់ទៅបាត់នោះពួកគេបានដកម្រាមដៃស៊ូខូណាចេញមកមានបំណងចង់ដាស់ស៊ូខូណាឡើងហើយសូមឲ្យស៊ូខូណាជួយសម្លាប់កេតូខ្លាយពួកគេក៏បានបញ្ចុកម្រាមដៃស៊ូខូណាទៅឲ្យអ៊ីថាដូរីក្រោយមកជូកូក៏បានប្រញាប់មកដល់ទីនេះហើយត្រៀមនឹងសម្លាប់បងប្អូនទាំងពីរនាក់នេះឃើញបែបនេះមីមីកូនិងណាណាកូបានយកទូរស័ព្ទដៃថត selfie មួយវិនាទីក្រោយក៏បានបាត់ពីកន្លែងដើមទៅនៅពេលនោះជូកូក៏បានមកដល់មុខអ៊ីថាដូរីហើយនឹកទៅដល់ពាក្យរបស់កេតូខ្លាយបើសិនជាអ៊ីថាដូរីលេបម្រាមដៃម្ដងបន្តិចនោះទោះបីជាលេបម្រាមដៃទាំងអស់ក៏ដោយអ៊ីថាដូរីក៏នៅតែមានសិទ្ធិមិនផ្ដល់ការគ្រប់គ្រងរាងកាយរបស់ខ្លួនទៅឲ្យស៊ូខូណាដែរប៉ុន្តែបើសិនជានៅក្នុងពេលតែមួយអ៊ីថាដូរីលេបម្រាមដៃលើសពី10ឡើងទៅនោះអ៊ីថាដូរីនឹងត្រូវការពេលវេលាសម្របខ្លួនហើយស៊ូខូណានឹងទទួលបានឥទ្ធិពលគ្រប់គ្រងទៅលើរាងកាយរបស់អ៊ីថាដូរីជាបណ្ដោះអាសន្ននឹកឃើញរឿងនេះហើយជូកូក៏បានយកម្រាមដៃទាំង10ដែលប្រមូលបានមកនោះបញ្ចុកទៅឲ្យអ៊ីថាដូរីទាំងអស់តែម្ដងនៅពេលនោះនៅក្នុងខ្លួនអ៊ីថាដូរីមានម្រាមដៃចំនួន15ក្រោយមកមីមីកូនិងណាណាកូបានបង្ហាញខ្លួនឡើងមកវិញជូកូត្រៀមនឹងសម្លាប់ម្ដងទៀតតែនៅពេលនោះរឿងចម្លែកបានកើតឡើង1秒やるだけស៊ូខូណាបានដណ្ដើមការគ្រប់គ្រងរាងកាយរបស់អ៊ីថាដូរីដោយជោគជ័យជូកូឃើញថាបើប្រៀបនឹងកូជូចំហាយរបស់ស៊ូខូណាគឺពោពេញទៅដោយកំហឹងនិងភាពខូខើនេះបានធ្វើឲ្យជូកូឈរនៅម្ខាងញ័រដូចជាកូនសត្វ図が高いなហើយត្រឹមតែមួយក្រឡែកជូកូត្រូវបានស៊ូខូណាកាត់ដាច់ពាក់កណ្ដាលក្បាលទៅហើយបន្ទាប់មកស៊ូខូណាឲ្យមីមីកូនិងណាណាកូធ្វើការស្នើសុំពួកគេបាននិយាយទាំងភាពភ័យខ្លាចថាពួកគេចង់ឲ្យស៊ូខូណាសម្លាប់កេតូខ្លាយនិងរំដោះខ្លួនកេតូមកវិញហើយជាការតបស្នងពួកគេនឹងប្រាប់ស៊ូខូណាពីទីតាំងម្រាមដៃផ្សេងទៀតលើបែបនេះហើយស៊ូខូណាបានសម្លាប់មីមីកូតែម្ដងហើយវានៅសល់ចំអកទៀតគ្រាន់តែម្រាមដៃមួយពីរនេះមកចង់បញ្ជាវានិយាយចប់ណាណាកូក៏ត្រូវបានស៊ូខូណាសម្លាប់ភ្លាមបន្ទាប់មកជូកូបានប្រាប់ស៊ូខូណាថាគោលបំណងរបស់ពួកគេគឺធ្វើឲ្យស៊ូខូណារស់ឡើងវិញទាំងស្រុងមុនពេលអ៊ីថាដូរីភ្ញាក់ដឹងខ្លួនឡើងមកវិញត្រូវឲ្យស៊ូខូណាទទួលបានការគ្រប់គ្រងរាងកាយនេះទាំងស្រុងហើយវិធីសាស្ត្រគឺយកជីវិតមិត្តភក្តិរបស់អ៊ីថាដូរីនៅក្នុង Shibuya Station នេះមកធ្វើជាការគំរាមឲ្យអ៊ីថាដូរីធ្វើការសន្យាប្រកាសសិទ្ធិគ្រប់គ្រងខ្លួនប្រាណទៅឲ្យស៊ូខូណាប៉ុន្តែស៊ូខូណាថាមិនចាំបាច់ទេព្រោះវាមានផែនការវាយូរមកហើយបន្ទាប់មកស៊ូខូណាក៏បានលើកឡើងការភ្នាល់មួយវាភ្នាល់ថាឲ្យតែជូកូអាចវាយត្រូវវានឹងយល់ព្រមចូលរួមក្នុងក្រុម Curse Spirit ដែរហើយរឿងទី1ដែលវាធ្វើនោះគឺជួយ Curse Spirit សម្រាប់មនុស្សនៅ Shibuya ទាំងអស់ហើយទុកតែម្នាក់គត់ឬដូច្នេះជូកូក៏បានត្រៀមខ្លួនបដូរស្លាប់យល់ព្រមតតាំងនឹងស៊ូខូណា二言はないなនៅម្ខាងទៀតមេហ្គូមីកំពុងទប់ទល់នឹងថូជីមេហ្គូមីឃើញថាថូជីខ្លាំងលើសលប់ហើយពេលនេះបានត្រឹមតែជប់កូនតុនសាយមកពន្យាពេលតែប៉ុណ្ណោះនៅពេលនេះមេហ្គូមីមើលឃើញតែផ្លូវមួយគត់គឺពឹងទៅលើវិជាព្យាបាលរបស់ឈូកូនៅពេលនេះបានមកដល់ Shibuya ហើយនាងបានជួយអ៊ីណូនិងអ៊ីជីឈីផុតពីគ្រោះថ្នាក់ដល់ជីវិតហើយនាយកសាលាវិញបានប្រមានឈូកូថាដាច់ខាតមិនអាចឲ្យសត្រូវដឹងពីទីកន្លែងរបស់នាងទេបើមិនចឹងទេនាងនឹងត្រូវសត្រូវសម្លាប់មុនគេព្រោះឈូកូអាចប្រើ Jujutsu Reverse មកព្យាបាលអ្នកដទៃហើយនេះសូម្បីតែ Gojo ក៏មិនអាចធ្វើបានដែរហើយផែនការរបស់មេហ្គូមីគឺប្រយុទ្ធផ្លាស់ប្ដូររបួសនឹងថូជីមេហ្គូមីចង់វាយឲ្យថូជីរបួសរហូតដល់ស្លាប់តែខ្លួនឯងក៏ត្រូវតែដាក់ការកំណត់លើការរងរបួសត្រឹមចំណុចដែលឈូកូអាចព្យាបាលបានដូចគ្នាបន្ទាប់មកមេហ្គូមីបានអូសទាញថូជីមកដល់កន្លែងតូចចង្អៀតមួយហើយមានចេតនាឲ្យថូជីចាក់ត្រូវហើយឆ្លៀតឱកាសនោះមេហ្គូមីបានចាប់ថូជីជាប់ហើយចាក់ត្រឡប់ទៅវិញតែស្មានមិនដល់ថូជីបានគេចផុតយ៉ាងងាយនៅពេលនោះថូជីស្រាប់តែចាប់អារម្មណ៍ឃើញរូបរាងរបស់មេហ្គូមីហើយក៏បាននឹកទៅដល់រឿងអតីតកាលកាលពីមុននៅ
ប៊ីតូធ្លាប់បានសុំទិញមេហ្គូមីពីថូជីព្រោះមេហ្គូមីមានទេពកោសល្យខ្លាំងណាស់ណូប៊ីតូហ៊ានផ្ដល់តម្លៃលើសពីអ្វីដែលថូជីទាមទារទៅទៀតចំពោះថូជីវិញខ្លួនឯងមិនមាន curse energy នេះនៅគ្រួសារសែននីនគឺស្មើនឹងសម្រាមតែចំពោះមេហ្គូមីដែលមាន curse energy វិញប្រហែលជាអាចមានអនាគតខ្ពស់ជាមួយនឹងគ្រួសារសែននីនថូជីនៅពេលនោះខំចចេះថាខ្លួនឯងមិនខ្វាយខ្វល់ពីរឿងនេះទេតែសម្ដីរបស់ប្រពន្ធបានលេចចេញនៅក្នុងខួរក្បាលមកめぐみをお願いね ត្រឡប់មកពេលបច្ចុប្បន្នវិញថូជីបានសួរទៅមេហ្គូមីមិនដល់ថូជីបានចាក់សម្លាប់ខ្លួនឯងនៅនឹងមុខមេហ្គូមីនៅពេលនេះទើបថូជីដឹងថាមេហ្គូមីនេះគឺជាកូនប្រុសបង្ការរបស់ខ្លួនសោះមកដល់គ្រាចុងក្រោយថូជីគឺនៅតែជាឪពុកម្នាក់ដែលស្រឡាញ់កូនបន្ទាប់មកខ្លួនរបស់ថូជីបានប្រែទៅជាចៅប្រុសអូហ្គាមីវិញរីឯមេហ្គូមីមកដល់ពេលនេះនៅតែមិនដឹងថាថូជីគឺជាឪពុកបង្ការរបស់ខ្លួនឯងទេក្រោយមកមេហ្គូមីត្រៀមនឹងទៅរកឈូកូដើម្បីព្យាបាលតែស្មានមិនដល់រឿងអកុសលកើតឡើងស្របពេលនោះ Panda និង Kusakabe បានជួបនឹង Curse User ពីរនាក់ពួកគេគឺជាគ្នារបស់ Geto Kusakabe ត្រៀមនឹងប្រយុទ្ធតែពេលនោះចំហាយដ៏កាចសាហាវបានផ្ទុះចេញមកពីចម្ងាយមកការពិតការប្រយុទ្ធរវាង Jogo និង Sukuna បានចាប់ផ្ដើមទៅហើយゲートわしはスクナの指何本分の強さだ甘く見積もって8、9本分ってとこかなស្មានមិនដល់ត្រឹមតែប៉ុន្មានក្បាច់សុខូណាបានវាយជូកូខ្ទប់នឹងដីហើយវានៅលើកទឹកចិត្តជូកូឲ្យខំប្រឹងឡើងទៀតここらはもうやばい逃げるぞどこへ行くទីបំផុតជូកូបានបញ្ចេញក្បាច់ចុងក្រោយមកទប់ទល់នឹងសុខូណា僕の番インさっさと逃げろならんតែភ្លាមនោះសុខូណាបែរជាលេចខ្លួនមកក្បែរ Panda ទៅវិញសុខូណាមិនឲ្យអ្នកទាំង4នេះកម្រើកទេបើមិនចឹងទេវានឹងសម្លាប់គ្មានប្រណីពេលនោះអ្នកទាំង4ភ័យខ្លាចរហូតដល់មិនហ៊ានកម្រើកសូម្បីតែមួយបន្តិចហើយដុំភ្លើងរបស់ Jogo ក៏ជិតនឹងធ្លាក់ពីលើមេឃមកដែរសុខូណាបានហៅឲ្យពួកនេះលេងហ្គេមក្រោយឮសំឡេងទះដៃទើបឲ្យពួកគេចាប់ផ្ដើមរត់គេចសុខូណាបានកិច្ចផុតពីក្បាច់ Meteor នេះហើយលេចខ្លួនឡើងវិញនៅមុខ Jogo បន្ទាប់មកសុខូណាសម្រេចចិត្តលេងជាមួយ Jogo ទៀតវាបានប្រើក្បាច់ភ្លើងដែល Jogo ប៉ិនប្រសពចេញមកនេះបានធ្វើឲ្យ Jogo ភ្ញាក់ផ្អើលយ៉ាងខ្លាំងវាតែងតែគិតថា technique របស់សុខូណាគឺ slash និយាយចប់សុខូណាក៏បានលើកដៃចាប់ផ្ដើមសកម្មភាពចុងបញ្ចប់ Jogo នៅតែមិនអាចយកឈ្នះសុខូណាបានមុនពេលវាស្លាប់វាបានមើលឃើញ Hanami និង Dagon ពួកគេថាមនុស្សគឺខ្លាចស្លាប់ហើយការស្លាប់នេះគឺដូចជាកញ្ចក់ឆ្លុះបញ្ចាំងពួកគេហើយកញ្ចក់នោះគឺជា Mahito នឹងអាចប្រែទៅជាកាន់តែខ្លាំងជាងមុនទៅទៀតអញ្ចឹងហើយ Mahito ទើបជាមេដឹកនាំរបស់ Special Grade Curse Spirit ទាំងអស់Jogo ដឹងថាពួកគេនឹងចាប់ជាតិមកវិញបើទោះបីជាដល់ពេលនោះពួកគេលែងជា Jogo, Hanami និង Dagon នៅលើនេះតែ Jogo នៅតែរំពឹងទៅដល់អនាគតដែលអាចត្រឡប់មកជួបជុំគ្នាសាជាថ្មីវិញ Jogo បាននិយាយយ៉ាងខ្លាំងៗថាពួកគេទើបជាមនុស្សពេលនោះសុខូណាបានលេចខ្លួនចេញមកវាយល់ពីផ្នត់គំនិតរបស់ Jogo មិនមែនចង់ធ្វើជាមនុស្សលោកទេវាចង់ឲ្យ Curse Spirit មានឋានៈស្មើនឹងមនុស្សលោកដែរតែសុខូណាថាគំនិតទាំងអស់នេះគឺគ្មានន័យអ្វីទេ Jogo គួរតែមានសេរីភាពចង់កំទេចអ្វីគ្រប់យ៉ាងរហូតទៅដល់កម្រិតរបស់ Gojo មិនគួរណាមកចំណាយពេលវេលានិងចំណាយទឹកចិត្តទៅធ្វើគម្រោងផែនការអីទេ誇れお前は強いなんだこれは俺はそれを知らんជាចុងក្រោយ Jogo ក៏បានស្លាប់ក្រោមដៃសុខូណាតែសមត្ថភាពរបស់វាក៏ត្រូវបានសុខូណាទទួលស្គាល់វាតម្លៃថាខ្លាំងដែរបន្ទាប់មក Uraume បានមកក្បែរសុខូណាលុតជង្គង់ទទួលលោកម្ចាស់សុខូណាមកវិញ
ការពិតទៅអ្នកទាំងពីរបានស្គាល់គ្នាយូរមកហើយនៅម្ខាងទៀត Haruta ដែលមិនទាន់ស្លាប់ក្រោមដៃ Nanami នោះបានចេញមកលួចឆ្មក់ Megumi ឲ្យរបួសធ្ងន់ក្បាច់ Ten Shadows របស់ Megumi ពីកំណើតមកគឺទទួលបាន Shikigami តែ Divine Dogs 2 ក្បាលប៉ុណ្ណោះហើយ Shikigami ផ្សេងទៀតគឺពឹងទៅលើម្ចាស់ Technique ហើយនឹង Divine Dog មកបង្ក្រាបទើបអាចយកមកធ្វើជាកូនចៅហើយស្ដាប់បញ្ជារបស់ម្ចាស់ Technique បានហើយពិធីបង្ក្រាបនេះគឺអាចចូលរួមបានជាច្រើនអ្នកកាលពីមុន Gojo ធ្លាប់បានបង្ហើបថា Senin Clan និង Gojo Clan មានទំនាក់ទំនងមិនល្អនឹងគ្នាគឺដោយសារតែដូនតារបស់គ្រួសារទាំងពីរធ្លាប់បានប្រយុទ្ធនឹងគ្នាម្ដងម្ចាស់គ្រួសារ Gojo នៅពេលនោះក៏មាន Rikugan និងក្បាច់ Limitless ដូចគ្នាតែម្ចាស់គ្រួសារ Senin បែរជាអាចវាយស្មារតីបានទៀតម្ចាស់គ្រួសារ Senin នៅពេលនោះគឺប្រើក្បាច់ Ten Shadows ដូចជា Megumi នៅពេលនេះដែរនេះក៏មានន័យថា Megumi អាចមានសមត្ថភាពអាចតាមទាន់ Gojo នៅពេលនោះ Megumi ក៏បានសម្រេចចិត្តបើកពិធីបង្ក្រាប Shikigami ជុំគ្នាចេញមកហើយ Shikigami ដែល Megumi ជប់ចេញមកនោះគឺជា Shikigami ដែលមិនមានអ្នកណាធ្លាប់បង្ក្រាបបានសម្រេចនោះទេហើយវាមានឈ្មោះថា Makora 古部ゆらゆら ពេញមក Megumi គឺចង់សម្លាប់ខ្លួនជាមួយនឹង Haruta ស្របពេលនោះ Sukuna មានអារម្មណ៍ពីចំហាយរបស់ Makora វាក៏បានឆ្ពោះទៅរក Megumi ភ្លាមនៅពេលនោះ Makora ត្រៀមនឹងវាយទៅ Megumi និង Haruta តែសំណាងល្អ Sukuna បានលេចខ្លួនចេញមកជួយអ្នកទាំងពីរដោយមិនដឹងពីគោលបំណងអ្វី Sukuna ចង់ការពារជីវិតរបស់ Megumi វាបានប្រើ Reverse Jujutsu Technique មកព្យាបាល Megumi បន្ទាប់មកក៏ចាប់ផ្ដើមវាយនឹង Makoraはい ហើយស្មានមិនដល់ Makora ខ្លាំងដល់ថ្នាក់នេះដើមនៅលើដៃរបស់វាគឺជា Curse Tool Sword of Extermination ដែលនេះគឺមានកម្លាំង Positive Energy ដែលអាចប្រឆាំងនឹង Curse Spirit បើសិនមុននេះ Sukuna គឺជា Curse Spirit នោះប្រហែលជាត្រូវវាកាប់សម្លាប់បាត់ទៅហើយ Sukuna បញ្ចេញ Attack ម្ដងទៀតកម្ម8ទិសនៅក្រោយខ្នងរបស់ Makora ក៏ចាប់ផ្ដើមបង្វិលហើយរបួសរបស់វាមុននេះក៏ស្រាប់តែជាឡើងមកវិញឃើញដូច្នេះ Sukuna វាយទៅម្ដងទៀតやってくれたな ឆ្លងកាត់ការតតាំងគ្នា Sukuna បានកាប់ដាច់ដៃរបស់ Makora តែ Makora នៅតែងើបឈរឡើងមកវិញយ៉ាងលឿនហើយស្ថានភាពដូចដើមវិញទៀត Sukuna ទទួលស្គាល់ថា Makora នេះពិតជាខ្លាំងពិតមែនក្បាច់របស់វាគឺហាក់បីដូចជាពស់ក្បាល8ដែរវាបានមើលដឹងពី slash របស់ Sukuna ហើយបាន counter វិញជាមួយនឹង curse energy វិញទៀតហើយទាំងអស់នេះគឺកើតឡើងមកពីកម្ម8ទិសនៅក្រោយខ្នងរបស់វានោះបានបង្វិលការបង្វិលនៃកម្មនេះគឺមានន័យថាការបង្វិលកម្លាំងមកវិញនិងសម្របសម្រួលតាម Sukuna ក៏បានសន្និដ្ឋានថាក្បាច់របស់ Makora នេះគឺសម្របសម្រួលតាមគ្រប់កលៈទេសៈទាំងអស់តែពេលនោះ Sukuna បានបើក Domain Expansion 領域展開福間水氏 ការពិតក្បាច់ slash របស់ Sukuna បានបែងចែកជាពីរបែបទី1គឺ Kai គឺជាការ slash ធម្មតាទី2គឺ Hachi គឺជាការ slash ដែលកំណត់មើលទៅលើកម្រិត curse energy និងកម្លាំងរឹងមាំរបស់សត្រូវហើយធ្វើការកាប់ផ្ដាច់ក្នុងមួយ slash តែម្ដងក្បាច់នេះអាចគ្របដណ្ដប់បរិវេណធំបំផុតរហូតដល់រង្វង់មូល200ម៉ែត្រតែដើម្បីការពារមិនឲ្យត្រូវ Megumi Sukuna បានរៀបចំត្រឹមតែ150ម៉ែត្រនិងផុតពីដីតែប៉ុណ្ណោះហើយជីវិតនិងអជីវិតទាំងឡាយនៅក្នុងជុំវិញបរិវេណនេះគឺត្រូវរងអាថាក់នេះទាំងអស់ Sukuna បានប្រើក្បាច់ដ៏កាចសាហាវមួយនេះក្នុងបរិវេណជុំវិញ140ម៉ែត្រនេះគ្រប់យ៉ាងត្រូវបានកាប់ខ្ទេចខ្ទីជាកំទេចកំទីទាំងអស់ Sukuna បានមើលឃើញថាវិធីដែលអាចយកឈ្នះ Makora បានគឺមានតែមួយគត់គឺប្រើក្បាច់ដែល Makora មិនដែលស្គាល់ហើយមុនពេលដែលវាសម្របសម្រួលតាមនោះគឺត្រូវកាត់ផ្ដាច់ជីវិតវាតែម្ដង
នៅចុងបញ្ចប់ Makora នៅតែមិនអាចយកឈ្នះ Sukuna បានទេនៅពេលនោះ Haruta ត្រៀមនឹងរត់គេចខ្លួន Technique របស់វាគឺ Miracle និយាយឲ្យងាយស្រួលទៅគឺក្បាច់សំណាងល្អប៉ុន្តែ Stock Miracle របស់វាបានប្រើអស់នៅពេល Nanami វាយបាត់ទៅហើយនៅចុងក្រោយ Haruta ត្រូវបាន Sukuna កាប់ដាច់ជាពីរក្រោយមក Sukuna បាននាំ Megumi មកដល់មុខនាយកសាលាហើយនឹង Shoko បន្ទាប់មកវាក៏បានត្រឡប់ទៅសមរភូមិវិញហើយប្រគល់ខ្លួនប្រាណនេះទៅឲ្យ Itadori វិញពេលនោះ Itadori បានឃើញការខូចខាតដែល Sukuna បានបង្កឡើងនោះពិបាកនឹងទទួលយករហូតដល់ក្អួតចេញមក Itadori បានយកអ្វីគ្រប់យ៉ាងដែល Sukuna ប្រព្រឹត្តឡើងមកបន្ទោសលើខ្លួនឯងបើសិនជាខ្លួនឯងបានស្លាប់តាំងពីដំបូងមកនោះក៏មិនមានលទ្ធផលដូចបែបនេះដែរតែភ្លាមនោះ Itadori បានស្ងប់អារម្មណ៍វិញភ្លាម Itadori ត្រូវតែប្រយុទ្ធបន្តទៀតបើមិនចឹងទេខ្លួនឯងនៅពេលនេះគឺមិនមានអ្វីខុសគ្នានឹងឃាតករម្នាក់ទេこのままじゃ俺はただの人殺しだរីឯ Nanami ដែលត្រូវចូលគោលដុតកំទេចខ្លួនអស់មួយចំហៀងនោះបានងើបឈរឡើងមកវិញហើយបានជួបនឹងមនុស្សកែច្នៃនិង Mahito Nanami នៅគ្រានេះលើខ្លួនសុទ្ធតែរបួសបាត់បង់សមត្ថភាពប្រយុទ្ធអស់ទៅហើយ Nanami មានអារម្មណ៍ថាហត់នឿយខ្លាំងណាស់មិនដឹងតាំងពីពេលណាមក Nanami មានបំណងគ្រាន់តែចង់មានផ្ទះមួយនៅក្បែរមាត់សមុទ្រតែប៉ុណ្ណោះហើយពេលទំនេរអាចអានសៀវភៅលេងដោះដូរដៃលើកទី1 Itadori បានកិច្ចផុតពីការគៀបសង្កត់របស់ Mahito បានសម្រេចរ៉ោនទី2ចាប់ផ្ដើមបន្តទៀតឃើញថា Itadori វាយ close range គឺមានប្រៀបជាង Mahito ក៏ចាប់ផ្ដើមបដូរយុទ្ធសាស្ត្រវាបានបោះមនុស្សកែច្នៃដែលមានដាក់ម៉ោងកំណត់ដើម្បីបដូររូបរាងហើយវាបំរុងនឹងប្រើមនុស្សកែច្នៃនេះវាយពីចម្ងាយជៀសវាងការវាយ close range តែ Itadori បានវាយកន្ទេចកថារបស់វាគ្រប់យ៉ាងតែមួយរំពេចនោះ Mahito បានបាត់ខ្លួនឆឹងពីក្នុងភ្នែកពេលនោះមានមនុស្ស2នាក់បានលេចខ្លួនចេញមក Itadori ក៏ចង់ប្រាប់ឲ្យពួកគេឆាប់រត់គេចតែភ្លាមនោះស្មារតី Mahito បានលាក់ខ្លួននៅក្នុងខ្លួនមនុស្សមួយទៀតសោះហើយវាបានបដូររូបរាងមនុស្សម្នាក់ទៀតទៅជាកំបិតភ្លាមទៀតនេះធ្វើ Itadori ខឹងខ្លាំងណាស់នេះគឺជាគោលដៅរបស់ Mahito ហើយគឺចាក់ដោតសតិអារម្មណ៍របស់ Itadori មនុស្សទាំងនេះក៏ជាផែនការរបស់ Mahito ដែរនៅមុននេះ Mahito បានឲ្យ Dagon លេបមនុស្សនៅទីនេះទាំងអស់ព្រោះ Mahito បានស្តុកមនុស្សគ្រប់គ្រាន់ហើយដើម្បីកុំឲ្យ Chogo មករារាំងវាទៅសម្លាប់ Itadori នោះវាបានប្រើក្បាច់បំបែកខ្លួនហើយក្លូនរបស់វាបានឡើងទៅខាងលើខ្លួនពិតនៅខាងក្រោមស្ថានីយ៍ហើយ Chogo ត្រូវបានរនាំងមនុស្សកែច្នៃមករញ៉េរញ៉ៃមិនអាចតាមទាន់ Mahito ទៀតមកដល់ពេលបច្ចុប្បន្នក្លូនរបស់វាបានមកដល់ខាងលើហើយជួបនឹង Nobara ដែលនៅម្នាក់ឯងទៀតមុននេះ Nobara បាននាំ assistant ទៅកាន់ក្រុមជំនួយហើយនាងមិនបានខ្លាចព្រោះតែនៅម្នាក់ឯងទេបែរជាត្រៀមនឹងប្រយុទ្ធនឹង Mahito ទៅវិញ Nobara ចាប់ផ្ដើម attack ភ្លាមかんざしこの女の死体を晒して虎杖裕二の魂を折るស្របពេលនោះ Mahito បានវាយទៅ Itadori វាបានចាក់មនុស្ស3នាក់ជាចង្កាក់ Itadori ប្រឈមមុខនឹងទង្វើអមនុស្សធម៌នេះគឺទង្គិចអារម្មណ៍ខ្លាំងណាស់ហើយមនុស្សទាំងនេះភ្លាមស្រាប់តែបដូររូបរាងទៀតធ្វើឲ្យ Itadori ធ្លាក់ក្នុងភាពគ្រោះថ្នាក់នៅម្ខាងទៀតក្លូនរបស់ Mahito វាអាចប្រែរូបរាងបានហើយ Nobara ក៏ត្រូវវាខ្វាចរបួសតែនាងមិនបានរាថយទេនាងបាញ់ដៃគោប៉ុន្មានគ្រាប់ចេញទៅទៀត Mahito បានកិច្ចចេញយ៉ាងងាយស្រួលតែភ្លាមនោះកាលពីនៅតូច Nobara គឺជាក្មេងស្រីដែលចេះមានគំនិតខ្លួនឯងខុសពីអ្នកដទៃនាងមិនស្ដាប់សម្ដីរបស់ម៉ាក់ទេហើយបានរើកាតាពណ៌ខៀវដោយខ្លួនឯងក្រោយមក Nobara បានរើផ្ទះហើយចូលរៀននៅជនបទសិស្សទាំងអស់សុទ្ធតែចូលចិត្តប្រើកាតាពណ៌ខ្មៅនិងពណ៌ក្រហមហើយនៅក្នុងថ្នាក់គឺមានសិស្សម្នាក់ឈ្មោះ Fumi ដែលមានកាតាពណ៌ខៀវដូចគ្នាថ្ងៃមួយ Fumi ត្រូវបានសិស្សដទៃធ្វើបាបយកកាតាបនាងដាក់នៅលើទូ Nobara ក៏បានជួយ Fumi យកកាតាបនោះចុះមកហើយក៏សូម Fumi ផ្លាស់ប្ដូរកាតាបនឹងគ្នា
ដោយបែបនេះ Nobara និង Fumi បានក្លាយជាមិត្តភក្តិ Nobara ថានាងស្អប់កាតាបហើយក៏ស្អប់ភូមិនេះដែរនៅថ្ងៃមួយ Nobara បាននាំ Fumi ទៅកន្លែងសម្ងាត់មួយការប៉ັດនោះគឺជាផ្ទះបងស្រីម្នាក់ដែលទៅនឹងរើមកពីទីក្រុងបងស្រីមានឈ្មោះថា Saori គាត់ល្អជាមួយនឹង Nobara ខ្លាំងណាស់ហើយ Nobara ក៏ជិតស្និទ្ធជាមួយនឹងបង Saori នេះដែរអ្នកទាំងពីរក៏បានក្លាយជាមិត្តល្អនឹងគ្នាតែអ្នកភូមិដទៃបែរជាមានគំនិតអាក្រក់ទៅលើបង Saori ទៅវិញពួកគេគិតថា Saori ដែលមកពីទីក្រុងនេះបានមើលងាយអ្នកនៅជនបទពួកគេក៏បានទៅគូបំផ្លិចបំផ្លាញផ្ទះរបស់ Saori ចុងក្រោយ Saori ក៏បានត្រូវអ្នកភូមិបង្ខំរហូតដល់ចាកចេញពីភូមិនេះនៅថ្ងៃនោះក៏ជាលើកទី1ដែល Nobara យំយ៉ាងខ្លាំងនៅមុខ Fumi ដែរក្រោយមកនៅពេលធំឡើង Nobara ក៏សម្រេចចិត្តចាកចេញពីភូមិនេះហើយទៅតូក្យូរៀនវិទ្យាល័យនិងទៅរកបង Saori Nobara បានប្រាប់ទៅ Fumi ថានាងមិនត្រឡប់មកទីនេះវិញទេហើយនៅពេលលានឹងគ្នាអ្នកទាំងពីរនៅតែមិនអាចទប់ទឹកភ្នែកជាប់មកដល់ពេលបច្ចុប្បន្ន Saori បានក្លាយទៅជាបុគ្គលិកសាមញ្ញមួយរូបនាងតែងតែនឹកទៅដល់ Nobara ជានិច្ចតែបែរជាមិនហ៊ានទៅជួប Nobara ទៅវិញព្រោះនាងខ្លាច Nobara ឃើញថានាងរស់នៅជីវិតសាមញ្ញដល់ថ្នាក់នេះបារម្ភថា Nobara នឹងអស់សង្ឃឹមនឹងខ្លួនឯងតែ Saori នៅតែចង់ដឹងពីសុខទុក្ខរបស់ Nobara ណាតើ Nobara សុខសប្បាយដែរឬទេនៅពេលនោះ Nobara បាននឹកទៅដល់ Sensei និងមិត្តរួមថ្នាក់នៅជាមួយអ្នកទាំងអស់គ្នានាងបានកែប្រែគំនិតរបស់នាងជាច្រើនហើយនាងក៏មិនបានស្ដាយក្រោយនៅរឿងដែលធ្លាប់បានឆ្លងកាត់ទាំងអស់ដែរតែនៅពេលនឹកទៅដល់ Fumi នាងស្រាប់តែនិយាយពាក្យសុំទោសごめんねふみ約束守れなくて虎杖みんなに伝えてម៉ែហីតូបានបញ្ឆោតឲ្យថូដូផ្លាស់ប្ដូរទីកន្លែងហើយវាបានវាយចេញទៅដោយរួមនឹង Black Flash ទៀតあれをもう一度決めたいもう少しでたどり着ける気がする俺の魂の本質へごめんナナミあとは頼みます俺ナナミの分までちゃんと苦しむよទីបំផុត Itadori បានរឹងមាំឡើងមកវិញហើយមួយដៃ Black Flash បានវាយ Mahito ប៉ាងចេញ Brother ទាំងពីរបានជួបជុំគ្នាវិញហើយការប្រយុទ្ធចាប់ផ្ដើមស្របពេលនោះ Puppet មួយរបស់ Muta មាននៅក្នុងដៃរបស់ Miwa Katsumi Muta មិនសង្ឃឹមឲ្យ Katsumi ទៅចូលរួមសង្គ្រាមនៅ Shibuya នោះទេព្រោះនៅទីនោះគ្រោះថ្នាក់ពេកហើយអាចនឹងបាត់បង់ជីវិតគ្រប់ពេលវេលាហើយមិត្តភ័ក្តិផ្សេងៗទៀតក៏ត្រូវបាន Muta រៀបចំទៅឲ្យបំពេញ mission នៅកន្លែងផ្សេងដែលមានសុវត្ថិភាពដែររឿងនេះបានធ្វើឲ្យ Katsumi មិនសប្បាយចិត្តជាខ្លាំងនាងចង់រឹងមាំឡើងមិនចង់ឲ្យអ្នកដទៃគិតថាខ្លួនឯងទន់ខ្សោយនោះទេតែ Muta ថាអ្នកដែលទន់ខ្សោយនោះគឺជាខ្ញុំ Muta មានមនុស្សដែលខ្លួនស្រឡាញ់ហើយគ្រាន់តែចង់ការពារម្នាក់នោះឲ្យបានល្អតែប៉ុណ្ណោះមកដល់ពេលនេះ Puppet របស់ Muta ក៏ចិត្តប្រាដល់កម្រិតដែរពេលនេះបានត្រឹមតែនិយាយពាក្យចុងក្រោយនឹង Katsumi តែប៉ុណ្ណោះ時間だミワミワ幸せになってくれ俺の願いは叶ったも同然だដោយបែបនេះ Muta និង Katsumi បានធ្វើការលាគ្នាជាលើកចុងក្រោយនៅគ្រានោះសិស្សរបស់សាលា Kyoto នៅជាមួយគ្នានឹង Utahime ពួកគេទើបតែដឹងថាខ្លួនឯងត្រូវបាន Muta រៀបចំឲ្យចេញឆ្ងាយពី Shibuya ហើយនៅពេលនេះពួកគេមានតែសង្ឃឹមថាអាចប្រញាប់ត្រឡប់ទៅ Shibuya ចូលរួមការប្រយុទ្ធដែរនៅម្ខាងទៀត Todo Itadori និង Mahito សងខាងមានទៅមានមកមិនចាញ់គ្នាប៉ុន្មានទេក្បាច់ Boogie Woogie របស់ Todo សហការគ្នាជាមួយនឹង Itadori យ៉ាងរលូនធ្វើឲ្យ Mahito ចង់តដៃក៏ពិបាកដែរការពិត Mahito ដោយត្រូវ Itadori និង Nobara វាយឲ្យរបួសធ្ងន់មុននេះនៅពេលនេះកម្លាំងប្រលឹងរបស់វាគឺនៅតែ 40% តែប៉ុណ្ណោះ Mahito ក៏សម្រេចចិត្តកម្ចាត់ Todo ដែលចូលចិត្តដូរកន្លែងនេះមុនគេ Mahito បានប្រែរូបទៅជារថភ្លើងតែ Itadori និង Todo គេចចេញយ៉ាងងាយស្រួលបន្ទាប់មក Brother ទាំងពីររួបរวมចិត្តតែមួយ Itadori គប់ដុំថ្មដែលមាន Curse Energy ចេញទៅ Mahito យ៉ាងលឿន Todo វិញត្រៀមនឹងផ្លាស់ប្ដូរកន្លែងនឹងថ្មនោះブラザー再びブラザーを一人にする気か東堂葵
ស្នាមដេរដូចគ្នាភ្លាមនោះគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំងការប៉ັດ Geto ខ្លាំងៗនេះគឺជា Noritoshi Kamo សោះប៉ុន្តែ Geto ខ្លាំងៗបានឆ្លើយថា Noritoshi Kamo នេះគឺគ្រាន់តែជាឈ្មោះមួយដែលវាធ្លាប់បានប្រើតែប៉ុណ្ណោះពេលនោះ Choso បានស្ទុះទៅរកវាភ្លាមតែពេលនោះ Uraume បានលេចខ្លួនចេញមករារាំង Choso ការប៉ັດ Choso អាចមានអារម្មណ៍ដឹងពីការប្រែប្រួលឈាមនៅក្នុងខ្លួនរបស់ប្អូនៗទាំងអស់ហើយនៅមុននេះនៅពេល Itadori ចិត្តស្លាប់នោះ Choso បានមើលឃើញឈាមនៅក្នុងខ្លួន Itadori បានប្រែប្រួលក៏មានន័យថា Itadori គឺជាប្អូនប្រុសរបស់ខ្លួនហេតុដូច្នេះ Choso សម្រេចចិត្តបដូរស្លាប់រ៉ាប់រងទំនួលខុសត្រូវជាបងប្រុសこれが鮮血無理するなよ疲れてるだろនៅពេលនេះ Choso តែម្នាក់ឯងទប់ទល់នឹង Uraume និង Geto ខ្លាំងៗប៉ុន្តែ Choso ដែលមានជាប់នឹងរបួសមកស្រាប់នេះគឺពិបាកទប់ទល់ខ្លាំងណាស់ដែរឃើញបែបនេះ Itadori និងអ្នកដទៃក៏សម្រេចចិត្តចូលទៅជួយ Choso ពួកគេត្រៀមនឹងយកឱកាសមួយនេះដណ្ដើមយក Gojo មកវិញ ゴリジュホ下なぎ តែស្មានមិនដល់កម្លាំងរបស់ Uraume ខ្លាំងដល់ថ្នាក់នេះតែមួយក្បាច់នាងបានដាក់តកកចាប់ជាប់ Jujutsushi នៅទីនេះទាំងអស់ហើយបើសិនជាហ៊ានកម្រើកផ្ដេសផ្ដាសនោះអាចនឹងបែកខ្លួនខ្ទេចទៅជាមួយនឹងតកកនេះដែរ Uraume ត្រៀមនឹងសម្លាប់ Choso មុនគេតែ Itadori ភ្លាមនោះបានចេញមកបំបែកតកកនេះហើយបានជួយ Choso បានសម្រេច Itadori ក៏បានសួរថាតើអាចចាត់ទុក Choso នេះគឺជាគ្នាឯងបានទេហើយ Choso នេះគឺជាមនុស្សស្រឡាញ់ប្អូនប្រុសណាស់ហើយឲ្យ Itadori ហៅខ្លួនឯងបងប្រុសមួយម៉ាត់សិនមកតែពេលនោះ Uraume សម្រេចចិត្តសម្លាប់មនុស្សនៅទីនេះចោលទាំងអស់ទុកតែ Itadori ម្នាក់ទេ Uraume ក៏បានបញ្ចេញក្បាច់ចុងក្រោយតែស្មានមិនដល់យូតាបានលេចខ្លួនចេញមកជួយក្មេងស្រីនោះតូក្យូបានខ្លាចជាកន្លែងដ៏គួរឲ្យខ្លាចមួយទៅហើយឃើញក្មេងស្រីនេះភ័យឡើងញ័រអញ្ចឹងយូតាក៏បានលួងយ៉ាងកក់ក្ដៅតែ Curse Spirit នោះចង់លួចឆ្មក់ទៀតダメだよリカちゃんតែមួយរំពេចក្រោយរីកាបានចេញមកសម្លាប់ Curse Spirit នេះភ្លាមនៅម្ខាងទៀតយូគីបានសុំទោសដោយសារតែនាងមិនបានចូលរួមក្នុង Shibuya Incident នេះតែបែរជាជ្រើសយកនៅរងចាំមើលដោយស្ងៀមស្ងាត់តែនេះក៏ដោយសារតែនាងនិងក្រុមរបស់ Itadori ទាំងអស់នេះគឺមិនមានអ្វីតាក់ទងនឹងគ្នាទេយូគីគឺគ្រាន់តែជាស្រីស្អាតដែលចង់ជំរះ Curse Spirit ចោលទាំងស្រុងតែប៉ុណ្ណោះបន្ទាប់មកយូគីក៏បានចាកចេញទៅរក Tengen ក្រោយមកយូតាបានទៅជួបនឹងថ្នាក់លើរបស់ពិភព Jujutsu យូតាមិនពេញចិត្តនឹងថ្នាក់លើទាំងនេះតែថ្នាក់លើបានលើកឡើងនូវការស្នើសុំឲ្យដោះស្រាយ Itadori ដោយសារតែសុខូណានៅក្នុងខ្លួន Itadori បានធ្វើឲ្យ Inumaki ដាច់ដៃអស់មួយចំហៀងយូតាក៏បានសន្យានឹងថ្នាក់លើថាItadori勇者僕が殺しますការប៉ັດទៅក្រោយពេល Shibuya Incident ចប់ទៅថ្នាក់លើ Jujutsu បានប្រកាសទាំង5ប្រការទី1បញ្ជាក់ថា Geto គឺនៅរស់ទេហើយប្រការលើកឡើងដាក់ទោសស្លាប់ទៅលើ Geto សារជាថ្មីប្រការទី2ចាត់ទុក Gojo គឺជាអ្នកចូលរួមគំនិតនៅក្នុងព្រឹត្តិការណ៍ Shibuya នេះ Gojo ត្រូវបណ្តេញចេញពីសង្គម Jujutsu អ្នកមានគំនិតចង់ជួយ Gojo នឹងត្រូវដាក់ទោសស្មើគ្នាប្រការទី3នាយកសាលា Masamichi Yaga ត្រូវបានដាក់ទោសស្លាប់ដោយទង្វើញុះញង់ Gojo និង Geto ប្រការទី4ទោសស្លាប់របស់ Itadori Yuji នឹងបន្តសារជាថ្មីហើយមានប្រសិទ្ធភាពភ្លាមប្រការទី5 Okotsu Yuta នឹងក្លាយជាអ្នករ៉ាប់រងក្នុងការបំពេញភារកិច្ចទៅដាក់ទោសសម្រាប់ Itadori Yuji ស្របពេលនោះ Itadori បានមកដល់ស្ពានដ៏ធំមួយតែម្នាក់ឯងនៅតាមដងផ្លូវ Tokyo ដែលពោរពេញទៅដោយ Curse Spirit នោះ Itadori បានធ្វើសកម្មភាពដ៏ចម្លែកមួយអញ្ចឹងរឿង Jujutsu Kaisen Season 2បានមកដល់ទីបញ្ចប់ធំនេះហើយសាច់រឿង manga តពី Season 2នេះគឺមាននៅក្នុង Telegram Channel ខ្ញុំអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចង់មើលតអាចចូលនៅ Telegram Channel បានអញ្ចឹងវីដេអូមួយនេះបានមកដល់ទីបញ្ចប់ធំនេះហើយបើសិនជាអ្នកទាំងអស់គ្នាពេញចិត្តនៅវីដេអូមួយនេះកុំភ្លេចជួយ like ហើយនិង subscribe ផងហើយកុំភ្លេចជួយដាក់កណ្ដឹង notification នៅ YouTube Channel និង Cipher នៅ Facebook Page អរគុណខ្លាំងមែនតើអញ្ចឹងយើងចាំជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ